ឈិនភីងមានទោសពីបទធ្វើឲ្យគេរបួសដាក់ទោសជាប់ពន្ធនាគាររយៈពេល3ឆ្នាំហើយពិន័យលុយ50,000អនុវត្តភ្លាមឲ្យត្រឹមត្រូវទៅប្រយ័ត្នយើងសម្រាប់ឯងចូល ឯងគឺឈិនភីងហ៎អ្នកប្រុសសៀវឲ្យយើងមករកឯងហ៎ ឯងចង់ធ្វើអី ប៉ាប៉ាអ្នកប្រុសសៀវឯងចង់រស់ចេញទៅវិញទេ គេតាក់មើលត្រីខ្ញុំមុនមកខាច់ខ្ញុំឲ្យចូលគុកពេលនេះគេនៅចង់បានជីវិតខ្ញុំទៀតនៅមានច្បាប់ដែរទេ ច្បាប់ហ៎នៅហុងឈឹងអ្នកប្រុសសៀវគឺជាច្បាប់ណែអ្នកប្រុសសៀវគឺគេហ៎មានការអីលោកប្រាប់មកចុះ បំបាក់ដៃគេមកខាងទៅយើងឲ្យ50,000 ទទួលបាន ស៊ូលីពេលយើងចេញទៅយើងនឹងឲ្យឯងសុំបំណុលឈាម វាយគេទៅ មិត្តស្រីឯងនៅទីនេះយើងនៅចាំឯង វាយគេស្រាប់ទៅជាចេញស្រួលអត់មិននិយាយបងប្អូនទាំងអស់គ្នាឲ្យគេស្វាងតិចទៅហ៎ អូហូអាឡាត់ស្អែកបន្តទៀតតោះ លោកចង់សម្រាប់ខ្ញុំដែរអូលោកជាអ្នកណាលោកជាអ្នកណាខ្ញុំចង់ទៅផ្ទះកូនអ្នកមានស៊ីលីរំលោភមិត្តស្រីខ្ញុំមុលបង្កាច់ខ្ញុំឲ្យចូលគុកពុកម៉ែខ្ញុំអាយុច្រើនហើយខ្ញុំមិនទាន់បានសងគុណផងខ្ញុំមិនអាចស្លាប់ទេខ្ញុំចង់សងសឹក ហើយជាក្មេងល្អមានចិត្តល្អទេវតាការពារ លោកជាអ្នកណា ចាប់ពីពេលនេះទៅយើងជាគ្រូរបស់ឯងហើយ លាកនៅក្នុងជ្រោះគង់ឡើងលើមេឃទីបំផុតយើងមានអ្នកបន្តវេនហើយ ព្រះចិញ្ចៀនស្ដេចនាគនេះទៅឯងអាចបញ្ជាអ្នកខ្លាំងដែលមានក្បាច់គុណលើសគេបានមិនក្បត់មហាជនឡើយគួរឲ្យចាប់អារម្មណ៍ណាស់ខ្លាចវាយដល់ថ្នាក់លុតជង្គង់ទុកមុនមែនទេ ពួកឯងវាយយើងបានកុំធ្វើបាបតាចាស់នោះ តាចាស់ហ៎តាចាស់ស្អីមានតាចាស់មកពីណា មិញនៅទីនេះតើ លបងគេត្រូវវាយដល់ឈួតហើយទេដឹងតាចាស់មកពីណាកុំនិយាយបានការជាមួយគេអាឡិតថ្ងៃនេះជាថ្ងៃសាររបស់ឯងហើយបាយវាយគេងាប់ទៅ ក្នុងឋានទាំង3ដាច់លាកដាច់គេឈិនភីងវាសនាកំណត់ឲ្យពួកយើងជួបគ្នាយើងយកវិជាដែលយើងចេះផ្ទេរឲ្យឯងចាប់ពីថ្ងៃនេះទៅឯងត្រូវលុតដំខ្លួនឯងខែ7ថ្ងៃ15យកចិញ្ចៀនស្ដេចនាគនេះទៅពិស័យកោះស្វាឡុងរងចាំឯងយើងទៅហើយបងភីងបងហាត់គុនរាល់ថ្ងៃ3ឆ្នាំហើយថ្ងៃនេះដល់ថ្ងៃចេញហើយអបអរបងជួបដំណើរល្អបង កែខ្លួនឲ្យល្អកុំធ្វើមនុស្សអាក្រក់ស៊ូលីមិត្តស្រីយើងមិនមែនឯងដណ្ដើមបានទេ ឆ
ថាបសងលុយយើងមក បានក៏បានពជាពីប្រហែលថ្ងៃទៀតទៅ របស់មានតម្លៃក្នុងផ្ទះលក់សូមបំណុលអស់ហើយពិតជាគ្មានម៉ាស៊ីនមែន អញ្ចឹងក៏បន្ទោសថាយើងចិត្តសាហាវ កាលណាធ្វើអ្នកនឹងទទួលកំប៉ះពុកម៉ែយើង អាឡឥតឯងនៅរស់ចេញមុខមកទៀតហ៎ យ៉ាងម៉េច ថាបសងលុយមកចំនួន 50000 យន់យ៉ាងម៉េចជាប់គុកដល់ឈួតហើយហ៎ កូនប្រុស500000ពួកយើងសងរួចយូរហើយ នៅមានការទៀតជំពាក់យូរហើយការប្រាក់មិនអោយទៀត នៅខ្វះប្រមាណទៀត អ្នកប្រុសសៀវប្រាប់ហើយនៅខ្វះ1800,000ទៀត អេពួកឯងហត់ឈាមពេកហើយ ម៉ាក់ភ្នែកម៉ាក់យ៉ាងម៉េចហ្នឹងម៉ាក់ឯងដែលសាររឿងឯងយំដល់ខ្វាក់ភ្នែកទៅហើយម៉ាក់ប្រហែលឆ្នាំនេះម៉ាក់រងទុកហើយរឿងខ្ញុំជាអ្នកបង្កខ្ញុំជាអ្នកដោះស្រាយ យោឈិនភីងឯងពិតជាកូនកាត់ញូមែនហ៎ ពេលនេះម៉ាក់ឯងខ្វាក់ភ្នែកហើយត្រូវការឯងមើលថែប៉ាឯងក៏ចិត្តដែរណា បើជាឲ្យគ្រួសារឈិនឯងលេចមុខមែន ចង់ស្លាប់ហើយ លុតជង្គង់យើងមិនសម្លាប់ឯងទេសៀវលៃនេះណា មិនដឹងទេប៉ុន្តែស្អែកតែប្រុសសៀវរៀបការជាមួយមិត្តស្រីឯងហើយ នៅឯណា នៅសន្តាគារហ្វូហៅ លោករំខានលោកជួយស្រីឡានបន្តិចជំងឺចាស់ប៉ារបស់ខ្ញុំរើឡើងហើយត្រូវការធ្វើពេទ្យព្យាបាលបើយើងមិនទាន់ពេកទេ ធ្វើជាឲ្យនាងហ៎ខ្ញុំត្រូវតែចូលរួមមង្គលការអ្នកប្រុសសៀវលៃខកខានពេលវេលាគ្រួសារសៀវនាងប៉ះពាល់បាន គ្ ដែ រូ រ សាសៀវគ្រូសាសៀវរៀបចំមង្គលការក្នុងសន្តាគារហ្វុងហារបស់ខ្ញុំលោកជាសំដេចតែទៀតខ្ញុំបបកស្រី នាងចង់ឲ្យចេញក៏ចេញហ៎ មនុស្សលោកនេះមិនក៏មិននិយាយហាត់ផាខកខានប៉ាខ្ញុំព្យាបាលខ្ញុំមិនលើកលែងឲ្យលោកទេ យើងមិនខ្វល់ការស្លាប់គេទេចេញទៅ លោកប៉ា ចង្រៃយកបុកគេឲ្យងាប់ទៅឲ្យពួកគេដឹងថាប៉ះពាល់គ្រួសារសៀវមានលទ្ធផលយ៉ាងម៉េច អាយ៉ា ទៅពេទ្យយឺតពេលហើយទុកឲ្យខ្ញុំ អាយ៉ាស្អីគេហ្នឹង ខ្ញុំស្វាងភ្នែកមែនទេខ្ញុំដឹកឃើញគេប្រើដៃម្ខាងទុកប្លានជោគណាហេ អាយឈួតទេគេជាមនុស្សដែរទេខូចហើយ ខ្ញុំសុវណ្ណចុងអរគុណពេទ្យទេវតាជួយជីវិតសូមសួរថាលោកមានឈ្មោះអីដែរខ្ញុំបានឈិនភីងគ្រាន់តែជួយប៉ុណ្ណោះទេ គឺសុវណ្ណចង់ហ៎ខ្ញុំត្រូវតែសុំទោសគាត់សុំទោសអគ្គនាយកស៊ូមិនខ្ញុំមានភ្នែកមកមើលភ្នំថៃសានពួកខ្ញុំមិនដឹងថាក្នុងឡានជាលោកមិញនេះមានការយល់ច្រឡំបាទពេលនេះខ្ញុំទៅសេរីឡានភ្លាមលោកទៅសិនទៅខ្ញុំអត់ផ្លូវជូន ឆ្កែអាំងអំណេះ នេះជាមនុស្សចម្លែកអីហ៎ លោកឈិនលោកបានជួយជីវិតខ្ញុំនេះជាភូមិគ្រឹះនៅផាន់ឡុងវ័នទឹកចិត្តបន្តិចបន្តួចយកទុកទៅភូមិគ្រឹះផាន់ឡុងវ័នមិនបានទេថ្លៃពេកហើយលោកឈិនកំប៉ាដេសាទអីឬមួយជីវិតខ្ញុំមានតម្លៃមិនស្មើផ្ទះមកក្នុងនេះទេក៏បានខ្ញុំប្រញាប់ទៅសន្តាគារហ្វុងហៅលាសិនហើយលោកឈិនទៅសន្តាគារហ្វុងហៅមែនហើយយ៉ាងម៉េច នោះជាការរស់ស៊ីរបស់គ្រួសារខ្ញុំ លោកឈិនបើមិនប្រកាន់ទេទៅជាមួយពួកខ្ញុំទៅណា អគ្គនាយកស៊ូ លោកឈិននេះមករបបខ្លួនឯងខ្ញុំសូមរៀបចំបន្តិចណាមិនបាច់ទេខ្ញុំមកគឺមានរឿងផ្ទាល់ខ្លួនលោកឈិនភូមិគ្រឹះមួយខ្នងដែលខ្ញុំជូនលោកមិញជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំថ្ងៃក្រោយនឹងមានអំណោយផ្សេងទៀតគួរសមពេកហើយគ្រាន់តែជួយគ្នាប៉ុណ្ណោះខ្ញុំមានការទៀតខ្ញុំទៅសិនហើយ សូមបីអគ្គនាយកស៊ូក៏គ្រប់គេដែរប្រហែលជាអ្នកខ្លាំងហើយមើលទៅ ស៊ីចៅអញត្រៀមចំបន្តិចទៅគ្រួសារស៊ូនឹងប្រឹងអស់ពីលទ្ធភាពការពារលោកឈិនឲ្យបាន បាទ យ៉ាងម៉េចនឹងអ៊ីឈីប៉ាអត្តនោម័តខ្លួនឯងយកភូមិគ្រឹះ100លាននោះឲ្យលោកឈិនអញមិនដាច់ចិត្តមែនទេ មិនអាចទៅប៉ាខ្ញុំយល់ថាលោកឈិនជាអ្នកក្លាហានមានប្រាជ្ញាជាអ្នកខ្លាំងដែលមានភាពក្លាហានអាចស្គាល់មនុស្សបាត់នឹងជាកិត្តិយសរបស់ខ្ញុំណាស់ត្រឹមតែភូមិគ្រឹះ100លានខ្ញុំថាតិចពេកផង រូបរាងអ្នកប្រុសសៀវល្អមែន ចង់មើលហើយនឹងមើលឲ្យឆ្អែតទៅហឹម ហេថ្ងៃនេះជាថ្ងៃអ្នកប្រុសសៀវរៀបការ
យើងមកគឺសុទ្ធតែជាអ្នកថ្លៃថ្នូរដូចជាឯងចឹងមានសម្បត្តិជើងដែរទេ អត់ទេខ្ញុំរកកូនកំមុំមានការ បើអត់មានចេញទៅសួស្ដីលោកស្រីតូច សានសានបងគឺឈិនភីងបងចេញមកហើយ3ឆ្នាំនេះឲ្យអូនរងទុកហើយ ឈិនភីងលោកក្រែងលោកស្លាប់ក្នុងគុកហើយតើ សិលីចង់ឲ្យបងស្លាប់បងពេលនេះរីកចម្រើនហើយទៅជាមួយបងទៅជាមួយបងទៅណាបងនឹងឲ្យអូនរស់ស្រួលណា ឈិនភីងលោកជាប់គុកដល់ល្ងងហើយមានទេខ្ញុំបោះបង់គ្រួសារអភិជនមករៀបការឬមួយរួមនៅជាមួយអ្នកទោសដូចលោក បងដើម្បីជួយអូនទៅជាប់គុកណាហ៎ ជួយខ្ញុំហ៎អ្នកណាឲ្យលោកជួយខ្ញុំសូមឲ្យលោកជួយខ្ញុំហើយណា ពួកយើងនៅជាមួយគ្នា8ឆ្នាំហើយ8ឆ្នាំបងតាមអូនថ្ងៃនេះអូនបាយជ្រាបការជាមួយសិលីម្នាក់នោះចោលបងមែនទេគឺដោយសារគេមានលុយជាងបង គឺដោយសារគេមានលុយជាងលោកឈិនភីងលោកលុយក៏គ្មានផ្ទះក៏គ្មានលោកមិនអាចប្រៀបជាមួយនឹងអ្នកប្រុសសៀវបានទេលោកដឹងថាអ្នកប្រុសសៀវបានជូនផ្ទះខ្ញុំមួយខ្នងនៅផាន់ឡុងវ៉ាន់ដែរទេផាន់ឡុងវ៉ាន់ជាភូមិគ្រឹះដែលមានតម្លៃថ្លៃមួយជាតិនេះលោកទិញមិនបានផង ផានឡុងវ៉ាន់ចង់នៅផានឡុងវ៉ាន់បងនៅបានគ្រប់ពេល ហើយនេះជាភ្ញៀវ VIP តើនេះ បង ហើយសំណប់ចិត្តกับចិនភីងស៊ីបាយគុកមិនឆ្អែតមកសុំបាយទៅនេះស៊ីមែនទេ បងលៃកុំខ្វល់ជាមួយជនអត់បានការឈិនភីងលោកមិនចាប់មិនហាយទេហ៎ចេញទៅ ពួកឯងចាំតែមើលទៅគង់តែមានថ្ងៃមួយយើងនឹងសងពួកឯងវិញកុំមកទៅបើមកឲ្យចូលរួមមង្គលការយើងនឹងសានហើយសិនចាំទៅណាល្អឲ្យតែយើងនៅទីនេះមង្គលការឯងកុំចង់ធ្វើឲ្យសោះអញ្ចឹងយើងចង់ឃើញណាស់ឯងមិនឲ្យយើងរៀបការបានយ៉ាងម៉េចពួកឯងនៅឈរមើលស្អីទៀតនាំភ្ញៀវ VIP យើងចូលតុទៅរៀបចំតុមួយឲ្យគេឲ្យបានច្បាស់ យ៉ាឈិនភីងចាំស៊ីកាហ៎ក្នុងគុកស្អីក៏ញ៉ាំមិនបានមែនទេ ឈិនភីងជួបមិត្តរួមថ្នាក់ចាស់មិនក៏មិននិយាយកាលនោះឯនៅសាលាមានមុខមាត់ណាមិនក៏រស់នៅកាន់តែរញ៉េរញ៉ៃអញ្ចឹងខ្លាចជាអ្នកមានទោសទៀតណែឈិនភីងទៅចេញមកនៅរកការងារមិនតាន់បានទេហ៎មិនអញ្ចឹងមកលៀមបង្គន់ផ្ទះខ្ញុំទៅក៏ខ្វក់បន្តិចហត់បន្តិចហើយណាក៏អាចចិញ្ចឹមឪពុកម្ដាយដែលមិនព្រមស្លាប់របស់ឯងបានដែរ ហើយណាក៏រកការងារស្អាតស្អំបន្តិចទៅខ្ញុំមើលទៅមិនអញ្ចឹងតែបោះសម្រាមតាមផ្លូវទៅ ញ៉ាំបាយហើយនៅញឹកមាត់ពីអ្នកឯងមិនចិត្តទៀតមែនទេ ឯងជាអ្នកទោសលេងរត់ស្អី មែនហើយគ្រួសារសៀងមានទ្រព្យសម្បត្តិច្រើនលោកមិនហ៊ានប៉ះក៏យកពួកខ្ញុំមកបញ្ចេញកំហឹងកំសាក ទើបញ៉ាំបាយគ្រួសារស៊ីវមួយពេលព្រោះជាឆ្កែគ្រួសារស៊ីវហើយ ឈិនភីងឯងនិយាយម្ដងទៀតជឿអត់ថាយើងបំផ្លាញឯង ចាត់ការអ្នកទោសបែបហ្នឹងពួកយើងកុំប្រឡាក់ដៃខ្លួនឯងអីខ្ញុំមានវិធី សូមគោរពភ្ញៀវកិត្តិយសទាំងអស់គ្នាស្វាគមន៍ភ្ញៀវគ្រប់គ្នាមកចូលរួមពិធីមង្គលការនៅប្រុសសៀវនៅហុងឆឹង អរគុណទាំងអស់គ្នាដែលមកចូលរួមមង្គលការរបស់ខ្ញុំទាំងអស់គ្នាម្នាក់គ្រួសារស៊ីវចំណាំបានទាំងអស់ថ្ងៃនេះមានភ្ញៀវ VIP ម្នាក់ខ្ញុំចង់ណែនាំឲ្យគ្រប់គ្នាស្គាល់បន្តិចណាគ្មានគេគ្មានខ្ញុំនឹងសានថ្ងៃនេះទេគេនឹងសាននៅជាមួយគ្នា8ឆ្នាំមិនធ្លាប់ប៉ះម្ដងសោះដើម្បីសុភមង្គលរបស់សានគេបានយកសានមកជូនខ្ញុំដល់លើគ្រែគេមិនហ៊ានរំខាននោះទេធ្វើឲ្យខ្លួនឯងចូលគុកដោយមិនស្ដាយជាប់គុក3ឆ្នាំថ្ងៃនេះគេទើបចេញមកវិញណាមិនកាយខ្លួនមកជូនពរនៅទីនេះអាត្មានិយមយ៉ាងណាគេជាកូនអកតញ្ញូទី1នៅហុងឆឹងបង្ខំឲ្យឪពុកម្ដាយរបស់ខ្លួនឯងចង់ការឲ្យឪពុកគេយកទ្រព្យសម្បត្តិទាំងអស់សងគេដល់ពេលនេះនឹងបោះតាមផ្លូវនៅឡើយទេម្ដាយគេកាន់តែរំភើបទៅទៀតយំដល់ថ្នាក់ខ្វាក់ភ្នែកភាពកតញ្ញូនេះពិតជាគួរឲ្យរំភើបខ្លាំងណាស់ អ្នកណាគេហ្នឹង អ្នកណាគេហ្នឹង មនុស្សបែបហ្នឹងគួរតែត្រូវរន្ទះបាញ់ហើយ លោកឆិនភីងលោកមកប្រាប់ទាំងអស់គ្នាមកម្នាក់នឹងគឺជាអ្នកណា ហើយយ៉ាការប៉ັດគឺជាលោកសោះ ឈិនភីងឯងកំសាកបែបហ្នឹងនៅមានមុខរស់ទៀតហ៎ កុំខ្មាស់គេអីតើអ្នកប្រុសសៀងមិនតន់ចាត់ការឆាប់ចេញទៅ អើយអ្នកប្រុសសៀវនេះមិនមែនកំពុងវាយខ្ញុំទេគឺកំពុងផ្ទះមុខគ្រួសារសៀវ ឆិនភីងឯងរស់ឡើងត្រន់ហើយមើលទៅអ្នករស់ត្រន់មិនមែនយើងទេគឺជាឯងវាយគេទៅ ចូលទៅហើយបោះគេចេញទៅកុំឲ្យកខ្វក់ពិធីមង្គលការចូលទាំងអស់គ្នាទៅថែម 5000 វីបហើយសម្លាប់មនុស្សហើយ តើអត់បានកើថ្ងៃនេះយើងវាយឯងដល់តតអី ឡៃអើ
ឡៃអើអ្នកណាឲ្យឯងថ្លាមធំហ៊ានមកករឿងក្នុងពិធីមង្គលការកូនប្រុសយើងឯងមិនខ្លាចប៉ះពាល់គ្រួសារសៀវយើងទេ អាកែនយុសៀវកូនប្រុសលោកធ្វើឲ្យយើងជាប់គុកដណ្ដើមមនុស្សដែលយើងស្រឡាញ់ទៅធ្វើបាបឪពុកម្ដាយខ្ញុំគ្រួសារខ្ញុំបែកបាក់គ្នាបើដូចជាលោកវិញលោកធ្វើយ៉ាងម៉េច ប៉ះពាល់គ្រួសារសៀវយើងត្រូវលះបង់តម្លៃធានាថាឪពុកម្ដាយឯងគ្មានបញ្ហាឯងទុកដៃម្ខាង បាទខ្ញុំមិនត្រូវការដៃគេទេខ្ញុំត្រូវការជីវិតគេអលអិនយើងឲ្យឯងដឹងផលិតផលដែលប៉ះពាល់យើងសៀវលីថ្ងៃនេះឯងឲ្យយើងចូលរួមមង្គលការឯងយើងប្រាប់ហើយឲ្យតែយើងនៅមង្គលការឯងមិនអាចធ្វើបានទេពេលនេះឯងជឿហើយនៅក្បាលឯងស្អីអូ អើយ៉ាប់ទៅហើយកូនមិនអីទេហ៎យើងត្រូវឲ្យឯងសមបំណុលឈាមសម្រាប់គេទៅយ៉ា អ្នកណាហ៊ានប៉ះលោកឈិន សម្រាប់គេទៅកុំចូលមកកុំចូលស្ងាត់ លោកឈិនមិនអីទេ មិនអីទេនឹងស៊ូរំខាននៅនាងហើយ មិនអីទេលោកជាអ្នកមានកូនគ្រួសារសួររបស់ មួយស្រីអ៊ីឈីឯងស្គាល់មនុស្សកាកសំណល់នេះ អ៊ំ ដែរ សៀវលោកឈិនម្នាក់នេះគឺខ្ញុំជាអ្នកអញ្ជើញឲ្យមើលជំងឺដូច្នេះថ្ងៃនេះគឺប្រកាសជាមានការយល់ច្រឡំហើយ ជាបាលហ៎ កំ pl ែងមែនគេជាអ្នកទោសម្នាក់មិនចេះព្យាបាលទេអ្នកនាងស៊ូមិនមែនត្រាចាំសៀតនេះក៏ហត់ទេដឹងអី គាត់ចេះព្យាបាលឬអត់ខ្ញុំចេះគិតហើយនាងមិនធ្លាប់ជួបមិនមានន័យថាគាត់មិនចេះនោះទេ បានហើយខ្ញុំនៅជាមួយគេ8ឆ្នាំសូម្បីខ្ញុំផ្ដាសាយក៏គេព្យាបាលមិនជាផងគេគ្រាន់ជាជនអត់បានកម្មម្នាក់ប៉ុណ្ណោះ នោះមកពីនាងមិនសម នាងចាំមើលទៅគ្រូសាសៀមមិនដោះលែងនាងនោះទេ រឿងប៉ុណ្ណឹងញ័រអស់ទាំងខ្លួនឲ្យនៅនឹងស៊ូសាច់ចំអកហើយ លោកឈិនខ្ញុំដឹងលោកគឺជាមនុស្សដែលប្រកាន់គុណធម៌ប៉ុន្តែដើម្បីស្រីប្រភេទហ្នឹងមិនសមទេ ល្អណាស់ខ្ញុំថាហើយការប៉ັດនាងស៊ូត្រូវគ្នាជាមួយអ្នកទោសម្នាក់នេះសោះ បាត់មាត់ក្មួយឈីអ៊ីឬថ្ងៃនេះឯងកុំខ្វល់ជំងឺប៉ាឯងយើងរកអ្នកជំនាញព្យាបាលឲ្យតែថ្ងៃនេះអាឡិតនេះត្រូវតែស្លាប់ អ៊ំសៀវលោកឈិនប៉ះមិនបានទេ ថ្ងៃនេះឯងបង្ខំយើងចាត់ការ ថ្ងៃនេះអ្នកណាហ៊ានប៉ះគាត់ នាងឡិតយកដល់មុខប៉ារបស់នាងចេញភ្លាមទៅកុំស្មានថាសន្តិសុខសំអុយប្រមាណអ្នកអាចរៀបរែងយើងបានក៏មិនទៅថាយើងគ្មានធម៌មេត្តាណាយោថ្ងៃនេះឯងបង្ខំយើងចាត់ការ ថ្ងៃនេះអ្នកណាហ៊ានប៉ះគាត់ នាងឡិតយកដល់មុខប៉ារបស់នាងចេញភ្លាមទៅកុំស្មានថាសន្តិសុខសំអុយប្រមាណអ្នកអាចរៀបរែងយើងបានក៏មិនទៅថាយើងគ្មានធម៌មេត្តាណា ឡើយសើចំណាស់នេះហើយនៅ20ក្មេងទៀតលោកហួសហេតុពេកហើយតែដឹងនេះ ស៊ូវិនចុងរំខានលោកនាំកូនចេញទៅថ្ងៃនេះអាឡិតនេះត្រូវតែស្លាប់ ត្រឹមគ្រួសារស៊ឺធ្វើអីខ្ញុំមិនបានទេ ហេអាឡិតថ្ងៃនេះបើឯងមិនស្លាប់គ្រួសារស៊ឺថ្ងៃក្រោយមិនប្រឡូកនៅហោងចឹងទេអ្នកណាសម្លាប់គេបានរង្វាន់100ម៉ឺន គេយកស៊ឺទៅខ្ញុំចាំកាត់ក្បាលគេយកមកតតដូចបាអញ្ចឹង គេហ៊ានវាយបំបាក់ដៃអ្នកប្រុសខ្ញុំកាត់ដៃគេម្ខាងបញ្ចេញកំហឹងឲ្យអ្នកប្រុស យើងចាំមើលអ្នកណាហ៊ានចង្រៃយកសន្តាគារនេះជាទឹកដីរបស់យើងណា ហើយសន្តិសុខគ្រួសារស៊ូទាំងអស់មកសន្តាគារព្រាមយ៉ាវុធរបស់ផងស៊ូវិនចុងដើម្បីអាឡិតនេះលោកចាំបដូរស្លាប់ដល់ទីបញ្ចប់ជាមួយខ្ញុំមែនទេ ឡើយស៊ីវបើលោកនៅមានអ្នកចង់សម្លាប់លោកឈិនទៀតឬយុទ្ធជាមួយគ្រួសារស៊ីវតើវាយ៉ាងម៉េចខ្ញុំខ្លាចលោកមែនទេ ស៊ូវិនចុងគ្រួសារស៊ូនៅទីនេះរងការប្រមាថបើលោកហ៊ានការពារអាឡិតនេះទៀតខ្ញុំបដូរស្លាប់ជាមួយលោកហើយ អញ្ចឹងស៊ូវិនចង់ខ្ញុំកំដរដល់ទីបញ្ចប់ នេះយ៉ាងម៉េចហ្នឹងគ្រួសារស៊ូនិងគ្រួសារស៊ូចង់វាយគ្នាហើយគ្រួសារស៊ូមានលុយគ្រួសារស៊ូមានអំណាចសង្គ្រាមនេះច្បាស់ជារងគ្រោះទាំងសងខាងចាប់ពីពេលនេះទៅហុងឆឹងលែងមានសន្តិភាពហើយមិនដឹងទេយកដល់ពួកយើងកិច្ចឲ្យឆ្ងាយទៅស៊ូវិនចុងហើយចាំតែមើលទៅអញ្ជើញលោកម្ចាស់ខ្លានៅសំណាក់ជីអ៊ីមកបាទស៊ូវិនចុងហើយចាំតែមើលទៅអញ្ជើញលោកម្ចាស់ខ្លានៅសំណាក់ជីអ៊ីមក លោកម្ចាស់ខ្លានៅសំណាក់អ៊ីជី ស៊ូវិនចុងក៏មិនទៅថាខ្ញុំមិនបានដាស់តឿនលោកទៅពេលនេះប្រហែលនៅសល់ជីវិត បើលោកម្ចាស់ខ្លាមកពួកយើងធ្វើជាខ្សោយទៅឲ្យមនុស្សពួកយើងចេញសិនទៅ បាត់ប៉ះពាល់លោកម្ចាស់ខ្លាគ្រួសារស៊ូយើងចាប់មិនខាន រឿងរបស់ខ្ញុំដោះស្រាយខ្លួនឯងជីវិតខ្ញុំលោកជាអ្នកជួយលោកនិយាយបែបនឹងដូចជាផ្ទះមុខខ្ញុំហើយណាតែបើប៉ះគ្នាឯងនាំលោកឈិនទៅបន្ទប់សម្ងាត់គ្រួសារស៊ូមុនទៅមិនថាលីនធានហ៊ូឬស៊ីចាងទីពួកគេមិនហ៊ានសម្លាប់ប៉ានោះទេ ប៉ា ផ្លូវថ្ងៃក្រោយដើរខ្លួនឯងទៅណា ស៊ូវិនចុងពិចារណាយ៉ាងម៉េចហើយទៅពេលនេះឬចង់នៅស្លាប់ ស៊ីចាងស្ដាប់ឲ្យច្បាស់ណាលោកឈិនខ្ញុំការពារហើយ មែនទេស៊ូវិនចុងលោកគ្រាន់បើខ្ញុំចាំមើលបន្តិចទៀតលោកយំយ៉ាងម៉េចលោកម្ចាស់ខ្លាមកដល់ សូមគោរពលោកម្ចាស់ខ្លា
អរគុណលោកម្ចាស់ខ្លាលោកម្ចាស់ខ្លាគឺឥឡូវនេះវាយកូនប្រុសខ្ញុំឲ្យរបួសនៅថ្ងៃល្អរំខានភ្ញាខ្ញុំប្រមាត់គ្រួសារសៀវខ្ញុំអូអញ្ចឹងលោកចង់យ៉ាងម៉េច លោកម្ចាស់ខ្លាសម្រាប់គេកាត់ជាកង់ទៅ បិទមាត់មានចំណែកឯងនិយាយមកពីណា អគ្គនាយកស៊ូទុកឲ្យខ្ញុំលោកម្ចាស់ខ្លាលោកឈិនឆៅឆៅមួយពេលកូនកំមុំជាមិត្តស្រីរបស់លោកឈិនត្រូវសៀវលៃដណ្ដើមយកទៅដូច្នេះទើបបានជាលោកឈិនខឹងនឹងណា អូលោកហៅគេថាម៉េច លោកឈិនថ្ងៃនេះលោកឈិនជួយជីវិតខ្ញុំដូច្នេះខ្ញុំធ្វើគ្រប់យ៉ាងគឺត្រូវការពារគី លោកថាទៅគ្រួសារលោកតាពីរនៅហុងឆឹងក៏ទុកថាមានមុខមាត់ដែរដោយសារតែរឿងតិចតួចសំដែរទេស៊ូវិនចុងនឹងអាឡិតនឹងខុបខិតគ្នានោះមិនមែនផ្ទះមុខខ្ញុំទេបញ្ជាក់ថាផ្ទះមុខលោកហើយខ្ញុំឮថាគ្រួសារសេវរាល់ឆ្នាំឲ្យលោកម្ចាស់ខ្លារាប់ពាន់ម៉ឺនគ្រាន់តែលុយសុទ្ធរាប់ពាន់ម៉ឺនហើយបានហើយតើគេមិនដល់ស្លាប់ទេឲ្យគេកាត់ដៃខ្លួនឯងមកខាងទៅកាត់ខ្លួនឯង តែនេះ ចាំស្អីទៀតឲ្យយើងចាត់ការមែនទេ លោកម្ចាស់ខ្លាលើកលែងជីវិតឲ្យលោកហើយបើគាត់ចាត់ការខ្លួនឯងលោករស់ដូចស្លាប់យ៉ាងអញ្ចឹង គេសំដែរ ឯងចង់ស្លាប់ហើយ លោកឈិនឆៅឆៅមួយពេលគ្មានចេតនាប៉ះពាល់លោកទេឲ្យលឿនទទួលកំហុសទៅសុំទោសគេទទួលបានដែរទេ ហ៊ានប្រឆាំងនឹងលោកម្ចាស់ខ្លាផងឯង លោកម្ចាស់ខ្លាខ្ញុំជំនួសលោកឈិនសុំទោសលោកលើកលែងទោសឲ្យគាត់ផងទៅ យឺតហើយរកស្លាប់ហើយ ผมនិយាយបន្តិចបានទេ សុំអីមានអីនិយាយនឹងទៅលោកជាលោកម្ចាស់ខ្លាខ្លាញ់អ្នកផ្សេងស្ដាប់ឮដែរក្រែងលោកឲ្យខ្ញុំកាត់ដៃអងក្បាលទទួលកំហុស មិនហ៊ានទេឬថ្ងៃនេះបញ្ចប់ត្រឹមនឹងចុះដល់ថយលោកម្ចាស់ខ្លាយ៉ាងម៉េចហ្នឹងមិនដឹងទេលោកម្ចាស់ខ្លារឿងនេះមិនអាចបញ្ចប់ត្រឹមនឹងទេបញ្ចឹងមកគ្រួសារសេធៀមទុកណែណាអីអូបាយនៅមិនទៅទៀតយើងសម្រាប់ឯងមុនអូយអមឯងមនុស្សច្រើនមិនគឺខ្ញុំមិនត្រូវខ្ញុំបាត់លីងធានហ៊ូប្រមុខសំណាក់ GE សូមគោរពលោកម្ចាស់វិមានស្ដេចនេះ សូមគោរពលោកម្ចាស់វិមានស្ដេចនេះលោកម្ចាស់លើកលែងទោសផងនាងខ្ញុំមានភ្នែកមិនស្គាល់ភ្នំថៃសានសូមលោកម្ចាស់ទុកជីវិតផង ពលលោកចំណាំមនុស្សខុសទេដឹង អ្នកដែលពាក់ចិញ្ចៀនស្ដេចនេះគឺជាម្ចាស់វិមានស្ដេចនេះខ្ញុំចាំមិនខុសទេពាក់ចិញ្ចៀនស្ដេចនេះឯងអាចបញ្ជាអ្នកខ្លាំងដែលមានក្បាច់គុណលើសគេបានមិនក្បត់មហាជនឡើយ លិនធិនហ៊ូលោកចង់ថាដោយសារខ្ញុំពាក់ចិញ្ចៀនមួយវងនេះមែនទេ គឺលោកពាក់ចិញ្ចៀនរបស់វិមានស្ដេចនេះអ្នកដែលពាក់ចិញ្ចៀនស្ដេចនេះគឺជាម្ចាស់វិមានស្ដេចនេះ ពលលោកក្រោកឡើង អរគុណម្ចាស់វិមាន លោកកុំធ្វើអញ្ចឹងខ្ញុំមិនមែនលោកម្ចាស់ស្អីទេចិញ្ចៀននេះគឺមានគេឲ្យមកខ្ញុំទេ ពួកខ្ញុំស្គាល់តែចិញ្ចៀនស្ដេចនេះមិនស្គាល់មនុស្សអ្នកដែលពាក់ចិញ្ចៀនស្ដេចនេះគឺជាម្ចាស់វិមានស្ដេចនេះ តាចាស់នេះរឿងសំខាន់យ៉ាងនឹងមិនប្រាប់ខ្ញុំមិន ម្ចាស់វិមានលោកនិយាយអី ខ្ញុំថាពលលោកសតតែជាមនុស្សរបស់វិមានស្ដេចនេះមែនទេ មែនហើយវិមានស្ដេចនេះនៅតាសៀកមាន13សាខាសំណាក់ GE គ្រាន់តែមួយក្នុងចំណោមនោះធម្មតាតំណាក់តំណងគ្នាតាម system លើកលែងតាមម្ចាស់វិមានក៏ហៅមិនអញ្ចឹងមិនបង្ហាញមុខទេ សំណាក់អេឈីតែមួយនៅហុងឆឹងទំនឹងយ៉ាងនេះទៅហើយបើសំណាក់ទាំង13សុទ្ធតែអញ្ចឹងមិនក៏ក្រៅតាសៀកហើយមែនទេ វិមានស្ដេចនេះនៅតាសៀកមិនត្រឹមតែមាន13សាខាទេហើយនៅមានសាខាគ្រប់កន្លែងទៀតឲ្យតែម្ចាស់វិមានក៏ហៅទីហ៊ានវិមានស្ដេចនេះរាប់ម៉ឺនចេញមកភ្លាម មិនបាច់ទេខ្ញុំមានរឿងសំខាន់ជាងនេះ មិនដឹងថាគាត់នៅខាងក្នុងចាំមិនទៅហើយទេ ស៊ឺចង់ប្រមូលសុំទៅសុខគ្រួសារស៊ូទាំងអស់មកបន្តិចទៀតមិនថាមានរឿងអីទេត្រូវតែជួយលោកឈិនឲ្យទាត់ទៅបង បាទ តែយកល្អឲ្យខ្ញុំទៅជួយគាត់ទេ ពួកគេមិនធ្វើអីលោកទេគ្មានអីទេនៅល្អអន្តតា មានរឿងអីហ្នឹងខ្ញុំអារម្មណ៍ចង់ស្លាប់ អ៊ីឈីនៅផ្ទះខ្ញុំមានរឿងប្រញាប់អញ្ចឹងខ្ញុំទៅមុនហើយណាអូល្អស៊ឺចង់ថាបើកឡានជូនលោកឈិនទៅផ្ទះទៅអូមិនបាច់ទេខ្ញុំមានឡានហើយអ៊ីឈីឯងចំពោះលោកឈិនកម្រើកចិត្តហើយទេដឹងមែនទេនឹង និយាយអីហ្នឹង ឪពុកយល់ពីកូនច្បាស់ណាស់ណាឯងកំពុងតែគិតអីប៉ាអាចមិនដឹងដែរមែនទេ នេះខ្ញុំទៅនឹងស្គាល់គាត់ខ្ញុំបារម្ភពីគាត់មិនអាចជួយចិត្តទេ
លោកឈិនជាមនុស្សត្រង់រូបរាងគួរសមហើយវាជើងពេទ្យពូកែតែមិនដឹងថាផ្នែកផ្សេងទៀតយ៉ាងម៉េចទៅវិញទីនេះ ប៉ាគិតច្រើនពេកហើយ ឯងទៅចាត់សន្តិសុខល្អបំផុតរបស់គ្រួសារស៊ូទៅការពេលលោកឈិន24ម៉ោងបើតាមយើងយល់គ្រួសារស៊ូប្រកាសជាមិនសុខចិត្តនោះទេ យល់ហើយ ភិងចេញមកហើយរកការងារល្អធ្វើទៅចាំរកមិត្តស្រីម្នាក់ទោះមីម៉ាយក៏ដោយក៏ពួកយើងមិនប្រកាន់ដែរឈប់រកកឹងសានសាននោះទៀតពេលនេះគេជាអ្នកស្រីតូចគ្រួសារសៀវហើយពួកយើងប៉ះពាល់មិនបានតែគិតបាន ហើយយ៉ាម៉ា ឯងឈប់ឈួតទៅបើឯងចូលគុកម្ដងទៀតជីវិតរបស់ម៉ាក់នេះពិតជាអស់មែនហើយ ប៉ាខ្ញុំមកវិញហើយប៉ាឈប់ទៅបោះតាមផ្លូវទៅរឿងក្នុងផ្ទះទៅឲ្យខ្ញុំមានមិត្តម្នាក់ឲ្យផ្ទះទំនេរគេមកខ្ញុំពួកយើងទៅរៀបចំឲ្យបានទៅឈប់នៅទីនេះទៀតទៅនៅផ្ទះធំវិញល្អជាង ផ្ទះអី គឺនៅផានឡុងវ៉ាន់ ថាម៉េច ឯងទុកយើងដើម្បីឯងឈួតអីផានលងវ៉ាន់ជាផ្ទះថ្លៃបំផុតនៅហុងឆឹងអ្នកដែលសុទ្ធតែជាអ្នកមានឯងទៅចេញមកមានមិត្តមកពីណាឲ្យផ្ទះឯងខ្ចី ភិងពួកយើងត្រឹមត្រូវកុំជួលសពទាំងថ្ងៃអី នៅក្នុងគុករៀនអីមិនចេះតែអួត ប៉ាមិនតបានឃើញផងមិនក៏ថាខ្ញុំអួតតាំងពីតូចដល់ធំប៉ាទទួលស្គាល់ម្ដងពិបាកណាស់ទេ ឥឡូវសំអុយឯងចេះតមាត់ហើយ បានហើយតាកញ្ចាស់កូនទើបចេញមកបើមិនចេះនិយាយពាក្យពីរោះទេអីភិងម៉ាក់ជឿឯងនាំម៉ាក់ទៅដើរលេងនៅផាន់ឡុងវ៉ាន់ទៅម៉ាក់មិនដែរទៅទីនោះទេ បានខ្ញុំហៅឡានសិនណាម៉ាក់ ឯងហ៊ានលេងល្បិចដាក់យើងចាំមើលយើងចាត់ការយ៉ាងម៉េច ស្មានមិនដល់សោះទំនើបខ្លាំងណាស់នេះ អាគារនៅផានលងវ៉ាន់ពិតជាល្បិចដោយឈ្មោះមែន ខ្ញុំថាហើយកូនប្រុសយើងមិនស្រឡាញ់អត់ប្រយោជន៍ទេកតញ្ញូណាស់ ឈិនភីញ៉ាច្រើនឆ្នាំមកនេះឯងទុកថាមានកំណត់ហើយប៉ាមានមោទនភាពដោយសារឯងណា ប៉ាម៉ាក់ថ្ងៃក្រោយថ្ងៃល្អនៅមានច្រើនទៀត ភិងប្រាប់ម៉ាក់មកទោះជាម៉ាក់មើលមិនឃើញតែអាចមានអារម្មណ៍ដឹងបានណា ម៉ាក់ផ្នែករបស់ម៉ាក់ថ្ងៃក្រោយខ្ញុំនឹងព្យាបាលឲ្យម៉ាក់ ឲ្យតែឯងសុខសប្បាយគឺល្អជាងអ្វីទាំងអស់ម៉ាក់នៅទីនេះរងចាំ3ចៅយាយចាស់យាយភ្នែកខ្វាក់ក៏ហេះចុះតែចិត្តក៏ខ្វាក់ដែរសានអត់ទេលោកស្រីតូច ពួកយើងប៉ះពាល់នាងយ៉ាងម៉េចនៅធ្វើឈួតទៀតភូមិគ្រឿងនេះគឺអ្នកប្រុសសៀវជូនសានធ្វើជាផ្ទះផ្សំលំនៃ ដែលសារពួកសម្រាប់ឯងប្រហែលអ្នកចូលមកផ្ទះនេះក៏មានក្លិនសយយកមិនបានទេ ឈិនភីងរឿងនេះយ៉ាងម៉េចវិញ កឹងសាននេះជាផ្ទះគ្រួសារស៊ូឲ្យខ្ញុំពួកនឹងមកធ្វើអី គ្រួសារស៊ូឲ្យលោកគ្រួសារស៊ូឲ្យផ្ទះទៅអ្នកទូតដូចលោក អាយ៉ាសានគេដោយសារឃើញនាងរៀបការចូលគ្រួសារអភិជនផ្នែកក្រហមចាំបោកលុយនាង ឆ្វេមួយគ្រួសារ3នាក់មិនចេះខ្មាស់គេទេ មានរឿងអីសម្ដៅមកខ្ញុំមកកុំថើប៉ាម៉ាក់ខ្ញុំ ពេលនេះផ្ទះនេះជារបស់ខ្ញុំពួកនឹងឆាប់ចាញ់ទៅ លួចសោបានក៏គិតថាខ្លួនឯងនឹងគឺជាម្ចាស់ហើយមែនទេ ជាឪពុកម្ដាយមិនចង់បកអាក្រាតលោកក៏បានចិត្តហើយអីឈិនភីងនាំឲ្យឈួតម៉ែខ្វះរបស់លោកលុតជង្គង់សុំទោសខ្ញុំភ្លាមខ្ញុំអាចដោះលែងលោកបាននៅតែមិនទៅទី ដែលត្រូវទៅគឺពួកនាង លោកអាឡូមេកាចាងមានគេសម្រុកចូលក្នុងភូមិគ្រឹះខ្ញុំទុកពេលឲ្យលោក5នាទីខ្ញុំមិនចង់ឃើញពួកគេទៀតទេឈិនភីងលោកចាំមើលឲ្យឈួតម៉ែខ្វះរបស់លោកចូលគុកជាមួយគ្នាទៅភីងពួកយើងប៉ះពាល់ពួកគេមិនបានទេ សុំទោសផលលោកស្រីតូចពួកខ្ញុំទៅភ្លាម ប៉ាម៉ាក់ថ្ងៃនេះខ្ញុំនៅទីនេះខ្ញុំចាំមើលអ្នកណាហ៊ានរាំងទៅ ខ្ញុំជាមេការនៅទីនេះធ្វើអីនេះសម្រុកចូលភូមិគ្រឹះគេឲ្យដឹងទេ ផ្ទះនេះជារបស់ខ្ញុំពួកលោកមានសិទ្ធិអីដេញខ្ញុំចេញ តែរបស់ឯងយកសពទេដឹងឯងដឹងថាយើងជាអ្នកណាទេយើងគឺជាអ្នកទទួលខុសត្រូវផ្ទះនេះរហូតមកផ្ទះនេះគឺអ្នកប្រុសសៀវជូនលោកស្រីតូចមិនពាក់ព័ន្ធជាមួយឯងទេឆាន់ភេងពេលនេះយើងចាំមើលតើឯងប្រកែកយ៉ាងម៉េចទៀត មិញនេះឲ្យពួកឯងទៅមិនទៅទេពេលនេះចង់ទៅក៏មិនបានដែរអ្នកទូឆ្កែយ៉ាងណានៅតែស៊ីលីមួក ថាពួកនាងល្ងងទុកថាសរសើរពួកនាងផង ឈិនភីងលោកឈួតទៀតហើយអី បើស្គាល់កាលៈទេសៈឆាប់ទៅឲ្យមានស៊ើបមើលខ្លះទេហ៎ លោកថាទៅបើគ្រួសារស៊ូដឹងថាលោកលួចផ្ទះរបស់គេនោះតើគេនឹងដាក់ទោសលោកយ៉ាងម៉េចទៅហ៎ គ្រួសារស៊ូអីមិនដឹងទេ លោកមិនដឹងអាគារមួយនេះគឺស៊ូវិនចុងអ្នកមានជាងគេនៅហុងឆឹងជូនកូនស្រីរបស់គេស៊ូអ៊ីឈីទេស៊ូអ៊ីឈីរវល់ការងារគ្មានពេលរៀបចំហើយនេះក៏អញ្ជើញមេការឲ្យជួយមើលផ្ទះស្មានមកដល់ជាមនុស្សហត់ទឹកសម្លឹងការដោយលោកសោះលោកបែរចំមកលក់ផ្ទះរបស់គេទៅវិញ មេកាចាងនេះជាការពិតទេ ស៊ូអីឈីហ៎បើឯងនិយាយផ្ដេសផ្ដាស់ទៀតយើងឲ្យមាត់ឯងពួកឯងអូពួកអស់នេះចេញទៅ
លោកមិនស្គាល់ស៊ូអ៊ីឈីប៉ុន្តែនឹងស្គាល់លោកមិនអញ្ចឹងខ្ញុំហៅនាងមកបកស្រាយប្រាប់លោកតិចចុះ មិនបាច់ខលទេសត្វរបស់គ្រួសារស៊ូខ្ញុំចាត់ការខ្លួនឯងកុំឲ្យប្រឡាក់ដៃលោកឈិនអី ដែលនាងស៊ូស្ដាប់ខ្ញុំបកស្រាយសិន មិនបាច់ខ្វល់ទេសត្វរបស់គ្រួសារស៊ូខ្ញុំចាត់ការខ្លួនឯងកុំឲ្យប្រឡាក់ដៃលោកឈិនអី ដែលនាងស៊ូស្ដាប់ខ្ញុំបកស្រាយសិន លោកចាងគ្រួសារស៊ូខ្ញុំល្អចំពោះលោកខ្លាំងណាស់ហត់ទឹកសម្លឹងកាក់នេះហ៊ាននឹងគោរពលោកឈិនទៀតស៊ីឆ្អែតពេកមែនទេ មិនមែនបែបហ្នឹងទេសុទ្ធតែដោយសារសៀវលីដោយសារគេ ស៊ូអ៊ីឈីនាងនៅមានមុខប្រឆាំងគ្រូសាស៊ូយើងទៀតថ្ងៃនេះនៅលើទឹកដីគ្រូសាសៀវយើងមិនលើកលែងឲ្យនាងទេអាឡូលោកប្តីថ្ងៃនេះអូននៅភូមិគ្រឹះដែលបងទិញឲ្យស៊ូអ៊ីឈីនាំមនុស្សមកបង្ករឿងហើយថាភូមិគ្រឹះនេះជារបស់គេទៀតបងមកផ្លែតមក អូភូមិគ្រឹះហ៎គឺថាបងមានការបញ្ញាប់អូនដោះស្រាយខ្លួនឯងសិនទៅណាបងមិនបានទៅទេ អូអញ្ចឹងហ៎អញ្ចឹងបងចាត់មនុស្សមកសិនមក អូពួកគេរវល់ខ្លាំងណាស់បងក៏រវល់ដែរបើគ្មានកិច្ចការសំខាន់ទេប៉ុណ្ណឹងហើយណា អាឡូអូន សានដែលប្រុសសៀវមកពេលណា ពួកឯងចាំមើលទៅចាប់អ្នកប្រុសសៀងមកនឹងចាត់ការពួកឯងគ្រប់គ្នាទាំងអស់ហ្នឹងបងលីគាត់ប្រាប់ថាមានការមកមិនបានទេ ហ៎ មិនអីទេទោះជាបងលីមិនមកមនុស្សគ្រួសារសៀងម្នាក់មកគឺវាចាប់បាត់ហើយមនុស្សក្នុងផ្ទះក៏រវល់ដែរមកមិនបានទេនេះរឿងយ៉ាងម៉េចវិញ រឿងយ៉ាងម៉េចទេពួកនាងសួរគេទៅយកល្អលោកប្រាប់ឲ្យត្រង់ទៅបើមិនអញ្ចឹងខ្ញុំបញ្ជូនលោកចូលគុក និយាយទៅខ្ញុំនិយាយខ្ញុំជាមេការជួយមើលផ្ទះនេះឲ្យនាងស៊ូ3ខែមុនសៀវលីឲ្យខ្ញុំ 50000 គេឲ្យខ្ញុំចូលផ្ទះឲ្យគេមកអាទិត្យគេថាបើគ្មានលុយទេប្រាប់ឲ្យចូលមកសម្ញែងហើយកុហកដែលប្រុសសៀវមិនខ្វល់លុយទេមិននឹងអាចចូលផ្ទះទៅ លោកប៊ីមឈាមព្រោះដាក់គេមនុស្សគ្រួសារសៀងមិនលើកលែងឲ្យលោកឡើយ មើលទៅនេះជាកិច្ចសន្យាចូលផ្ទះមានសញ្ញារបស់គេមានផ្ដិតមេដាយទៀតពិតជាចូលផ្ទះមែន ថ្ងៃនេះប៉ុណ្្នឹងសិនចុះ អេនាងប៉ុណ្ណឹងបានតែខ្ញុំមិនបាន តែយើងថ្ងៃនេះប៉ុណ្្នឹងសិនចុះ នាងប៉ុណ្ណឹងបានតែខ្ញុំមិនបាន ស៊ូអ៊ីឈីនាងចង់យ៉ាងម៉េចទៀត ចង់យ៉ាងម៉េចទេទីនេះជាផ្ទះរបស់លោកឈិនចង់យ៉ាងម៉េចត្រូវស្ដាប់តាមលោកឈិនហើយ ឆិនភីងយល់ដល់ពួកយើងធ្លាប់រៀនជាមួយគ្នាលោកជាអ្នកខ្ពស់ដោះលែងពួកខ្ញុំទៅឆិនភីងទុកថាខ្ញុំវល់លោកចុះបានដែរទេ ដោះលែងពួកនាងក៏បានប៉ុន្តែត្រូវសុំទោសប៉ាម៉ាក់ខ្ញុំសិន ល្អត្រូវតែសុំទោស មានទៀតពួកឯងយកលុយថ្លៃជួបផ្ទះរបស់ខ្ញុំក៏ត្រូវឲ្យខ្ញុំដែរ លុយនោះបងលីបានឲ្យមេការហើយពេលនេះនៅមកទីអីពួកខ្ញុំទៀតមិនហើយឆិនភីងលោកមិននិយាយហេតុផលសោះ មេការចាងយកលុយកខ្វក់នឹងមានមនុស្សមកចាត់ការប៉ុន្តែថ្លៃជួបផ្ទះមួយនេះនាងមិនមែនមិនដឹងទេ អញ្ចឹងលោកត្រូវការប្រមាណ ភូមិគ្រឹះធម្មតានៅផានឡុងវ័នជួលមួយខែក៏300,000ដែរពួកនាងនៅ3ខែបុករួមទាំងចំណាយប្រចាំថ្ងៃ ឆិនភីងឯងមិនអាចបោកប្រាស់គេទេ 150,000ឲ្យខ្ញុំ150,000ឈ្មោះអ្នកទោសចូលផ្ទះអ្នកដតីខ្ញុំមិនដេញដោលទេ ប៉ុន្តែក្នុងដៃខ្ញុំមានតែ30,000ទេអេវិនជីងហ្វូវយ អេកុំមើលខ្ញុំគ្មានលុយទេ មិនហើយសានពីដំបងគឺអញវល់ឲ្យពួកខ្ញុំមកលុយនេះមិនអាចយកពីពួកខ្ញុំទេពួកអញមិនក៏ធ្វើបែបហ្នឹង ឈប់ឡូឡាទៅលោកស្រីតូចបើគ្មានលុយទេពួកយើងអាចសរសេរលិខិតជំពាក់បាន ត្រូវហើយគ្រួសារសៀវនៅហុងឆាំងមិនមែនជំពាក់លុយមិនសងទេដឹង លោកពូអ្នកមីងមិញខ្ញុំមានសម្ដីមិនសមរម្យសុំទោសអ្នកទាំងពីរសុំទោស នាំពីអ្នកនេះទៅផង ទៅជឿ ឆាប់ទៅកុំឲ្យប្រឡាក់ផ្ទះខ្ញុំ ពួកឯងក៏ទៅដែរទៅលោកឈិនត្រូវការសម្រេច នៅនាងស៊ូចេះតែរំខាននៅនាងបែបនឹងមិនសម កុំហៅខ្ញុំអ្នកនេះស៊ូអីហៅខ្ញុំអ៊ីឈីទៅបានហើយ អូអ៊ីឈីខ្ញុំអរគុណនាងជំនួសប៉ាម៉ាក់ខ្ញុំផង លោកថាទេពួកយើងបែបហ្នឹងទុកថាជួបចាស់ទុំដែរទេ អូប៉ាម៉ាក់នេះជាមិត្តដែលឲ្យផ្ទះខ្ញុំខ្ចីស៊ូអ៊ីឈី សួស្តីលោកពូអ្នកមីងខ្ញុំឈ្មោះអ៊ីឈីលើកទី1ជួបគ្នាគឺបញ្ញាពេកអត់បានជួបអំណាចជូនអ្នកទាំងពីរទេសុំទោស ដែលនាងស៊ូគួរសមពេកហើយដែលនាងឲ្យផ្ទះល្អបែបហ្នឹងទៅឈិនភីងខ្ចីពួកយើងមិនដឹងអរគុណនាងយ៉ាងម៉េចទេ ទោះជាខ្ញុំមើលមិនឃើញតែខ្ញុំស្ដាប់សំឡេងក៏ដឹងថាអ្នកនាងស៊ូជាស្រីស្អាតម្នាក់ហើយក៏ចិត្តល្អទៀតផងអ្នកណាអាចដណ្ដឹងអ្នកនាងបានគឺសំណាង8ជាតិហើយ ខ្ញុំល្អបែបហ្នឹងមកពីណាឈិនភីងធម្មតានិយាយថាចរិតខ្ញុំមិនល្អហើយនៅស្រែកដាក់ខ្ញុំ ថ្ងៃ ទៀត ក្រោយបើគេស្រែកដាក់នាងទៀតប្រាប់ខ្ញុំមកខ្ញុំវាយគេ អ៊ីឈីខ្ញុំចង់ពឹងនាងរឿងមួយខ្ញុំចង់ព្យាបាលភ្នែកម៉ាក់ខ្ញុំនាងដឹងថាកន្លែងណាមានថ្លើមពោះពាន់ឆ្នាំទេ ខ្ញុំនៅហុងឆឹងច្រើនឆ្នាំហើយមិនដែលលឺទេប៉ុន្តែពួកយើងអាចទៅផ្សារខ្មោចនៅតាលីស៊ូមើលបាន ផ្សារខ្មោចតាលីវស៊ូ
ទីនោះគេមានមនុស្សគ្រប់ប្រភេទថ្ងៃនេះគឺលោកសម្រាប់ឲ្យស្រួលទៅស្អែកខ្ញុំមកទទួលលោកក្នុងកាតនេះគេមានលុយ100លានលោកយកសិនទៅទុកសកលពេលត្រូវការ ហើយអាប្អូនអកសាយភ្នែកល្អមែននេះជាស្លាប់ជួយចង្កេះពីបុរាណដោយសារតែកប់ក្នុងដីត្រូវទឹកទៅបែបនេះខ្ញុំលក់ឯង100,000ចុះ អេមើលទៅអាកធាត់នោះចំណេញលុយទៀតហើយម្នាក់នេះមើលទៅស្អីក៏មិនដឹងដែរធ្លាក់ក្នុងដៃអាកធាត់ប្រកាសជាកាប់ហើយគេជាមនុស្សឈួត ជារបស់ល្អមែនប្រកាសណាស់កន្លែងខ្ញុំសុទ្ធតែជារបស់ល្អមិនចឹងទេទោះជានៅក្នុងផ្ទះមានអ្នកជំងឺ10000នាក់ក៏ខ្ញុំមិនលក់ឲ្យដែរណោះ10000លោកកំស្ដាយក្រោយឲ្យសោះណាខ្ញុំដល់ដល់ផ្លូវទាល់ដែរអាក្អូនគាត់ទៅមើលក៏ដឹងថាលោកជាមនុស្សទូលាយដែរពួកយើងដៃមកខាងប្រគល់ប្រាក់ដៃមកខាងប្រគល់របស់ទុកចិត្តចុះបើខ្ញុំទិញឲ្យមិនដល់វិញទេល្អ 10000ទិញដៃច្រេះម្នាក់នេះគ្រូក្បាលមានជំងឺហើយទុកថាចំណាយលុយទិញយកមេរៀនទៅចុះមានលុយមែន ទីវងលី ទីវងលីនេះជាទីវងលីហើយអាយ៉ាអាឡិតនេះមានបានហើយ ឆ្នាំព្យាបាលភ្នែកនេះអាក្អូនទៅភាសាគ្នាសិនទៅថ្មមកដុំនេះលក់ឲ្យខ្ញុំមកអត់លក់ទេទុកមុខឲ្យមិនយកមែនទីទីវងលីនេះជារបស់ខ្ញុំសាក់យកលើមើលខ្ញុំទៅទិញមិញគ្រប់គ្នាក៏បានឃើញមិនក៏ខ្លាចទៅជារបស់លោកខ្ញុំលក់ឲ្យឯងគឺដៃជ្រេះមិនមែនត្បូងថ្មក្នុងនឹងទីដៃជ្រេះឯងយកទៅបានតែត្បូងថ្មនោះយកមិនបានទេ អាយ៉ាកំឡោះនេះសយហើយរបស់មានតម្លៃក្នុងដៃហើយឲ្យបាត់ទៅវិញ លោករកស៊ីមិនត្រឹមត្រូវចង់ពីលស៊ីពីលមែនទេកុំយកបានក៏យកល្អទុកទីវងលីនៅទីនេះទៅមិនចឹងទុកជីវិតឯងនៅទីនេះផ្សារខ្មោចតែលឺល្បីយូរហើយថាមានខ្លាក្រាមអ្នកលាក់ខ្លួនថ្ងៃនេះខ្ញុំមើលថាលោកអាចធ្វើស្អីខ្ញុំបានចង់ស្លាប់ហើយអាយ៉ាមើលអ្នកកំឡោះនេះចុះអាយ៉ា វាយទីละវាយ អាយ៉ា វាយហើយទឹកដៃអញ្ចឹងចង់ពីលស៊ីពីលផងអីចង្រៃឯងចង្រោរឿងហើយមែនទេដឹងថាទីនេះអ្នកណាកាងទីយើងទូរស័ព្ទទៅភ្លាមបើគាត់បើកម្រិតនោះ Hello បងជាវឆាប់เอาនេះមកមានគេបំបែកឆ្នាំងបាយយើងហើយបងជាវនៅសំណាក់ GE ទោះបីជាលីធានហ៊ូមកក៏យើងនៅទៅវាយអញដែរគាត់បើកម្រិតនោះ នេះអាកធាត់ហើយនរណាគេមកសារខ្មោចនេះគឺសំណាក់ជាអ៊ីអ្នកកាំងឯថាទៅអាចជានរណាបងជាវមិនមែនបងជាវទេដឹងនោះសម្រាប់មនុស្សមិនប្រព្រឹត្តភ្នែកទេបងជាវមកដល់ អ្នកណាថ្លាប់ធំម្លេះ បងជាវមកហើយមិនមានគេបង្ករឿងនៅទីនេះមិនត្រឹមតែវាយមនុស្សទេនៅដល់អំទីវងលី100,000ទៅទៀតនោះគឺទុកជូនបងនឹងលោកម្ចាស់ហ៊ូទី មើលទៅកំបិតខ្ញុំនេះបានឃើញឈាមហើយ បងជាវគឺគេជាអ្នកដល់អំទីវងលីខ្ញុំបងជាវឆាប់សម្រាប់គេទៅ សម្រាប់គេហ៎យើងសម្រាប់ឯងមុន បងជាវគេជាអ្នកដល់អំទីវងលីខ្ញុំណោះ ឯងលក់ដូរបង្ខំមិនមែនមួយថ្ងៃពីរទេហ៊ានមកបង្កាច់លោកម្នាក់នេះទៀតទុកថាយើងស្រួលក៏ហត់ណាស់មែនទេ បងជាវលុយដែលជូនទៅបងម៉ាសិនក៏មិនខ្វះដែរមិនក៏បងនៅខាងគេអញ្ចឹង បាននិយាយអត់បានការទៀតយើងកាត់អណ្ដាតឯងឲ្យឆែស៊ី អូខ្ញុំមានចិត្តលោភលន់ខ្ញុំភ្នែកឆ្កែមើលមនុស្សទៀតលោកយល់ដល់ខ្ញុំមានមិនទុកនៅផ្ទះច្រើនណាស់ទុកជីវិតឲ្យខ្ញុំជាផោមទៅណោះទុកជីវិតខ្ញុំ នាំទៅថ្ងៃក្រោយកុំឲ្យយើងឃើញគេនៅផ្សារខ្មោចទៀត មកទៅអាយ៉ាអ្នកកំឡោះនេះមកពីណាមិនបានជំនាញក្នុងរឹងម្លេះរឹងតែអាចរឹងជាងបងខ្លាដែរទេ លីងធានជាងនៅដំណាក់ GE សូមគោរព សូមគោរពលោកឆិន ក្រោកឡើងមកថ្ងៃក្រោយកំប្រើកម្លាំងច្រើនបែបនឹងទៀត លោកឆិនលោកមកផ្សារខ្មោចមិនក៏មិនប្រាប់អាម៉ាចង់រកអីខ្ញុំជួយលោក របស់ដែលខ្ញុំរកនៅទីនេះគ្មានទេទៅហៅលីងធានហ៊ូមក ចា ពួកឯងថយក្រោយកុំរំខានលោកឈិន នឿយហត់ហើយ មិនហ៊ានទេមិនហ៊ានទេលោកឈិនលោកមកផ្សារខ្មោចលើកនេះចង់រករបស់អ្វីដែរ ខ្ញុំចង់រកថ្លើមពោះពាន់ឆ្នាំថ្ងៃនេះដើរផ្សារទីនេះគឺគ្មាននោះទេ លោកមិនតាន់ដឹងទេផ្សារខ្មោចនេះលក់របស់មិនល្អសុទ្ធតែជារបស់ខុសច្បាប់របស់មានតម្លៃពិតប្រាកដគឺនៅទ័រប៉ាកើ ទ័រប៉ាកើ នេះជាបញ្ជីវត្ថុមានតម្លៃទ័រប៉ាកើសូមចេញមើល ក្នុងនេះពិតជាមានរបស់ល្អច្រើនមែនតែថ្លើមពោះពាន់ឆ្នាំដូចជាបាត់បង់ទៅហើយខ្ញុំយល់ល្អគួរទៅតាមរកទៀត លោកឈិនខ្ញុំស្គាល់មនុស្សម្នាក់កន្លែងគេប្រកាសជាមានថ្លើមពោះពាន់ឆ្នាំ ណែណា អ្នកកាត់ក្តីនៅហុងឆឹងគូវិនធានស្អែកនេះខ្ញុំនាំលោកទៅជួបគេ ឡោះ
នៅទីនេះហើយកុំទៅណាទាំងអស់គ្នាកុំករឿងបាទលោកឈិនសូមអញ្ជើញ មិនត្រូវទេហុងស៊ុយនៅទីនេះមើលទៅដូចជាចម្លែកខ្លាំងណាស់ភូមិគ្រឹះបុរាណនៅស្រុកឡុងមុខចំហាយមកពីខាងកើតហុងស៊ុយល្អអ្នកនៅទីនេះមិនធម្មតានោះទេមិនត្រូវទេទីនេះដូចជាចម្លែកណាស់ ធានហ៊ូសុខសប្បាយខ្លាំងណាស់នេះ គូឡាវលោកក៏មានស្មារតីល្អដែរ ចំនួនក្រោយម្នាក់នេះដូចជាមិនធ្លាប់ឃើញ លោកឈិនម្នាក់នេះគឺជាភ្ញៀវ VIP របស់សំណាក់ GE ខ្ញុំលើកនេះប្រញាប់ពេលរំខានគូឡាវហើយសូមកុំប្រកាន់អី មិនអីទេមកអញ្ជើញចូលក្នុងសិនគូឡាវខ្ញុំឃើញភូមិគ្រឹះបុរាណនេះសាងសង់ល្អណាស់មានអ្នកខ្លាំងណែនាំមែនទេលោកឈិនកសែភ្នែកល្អមែនពេលខ្ញុំមកដល់ហុងឈិនមានអ្នកខ្លាំងជួយណែនាំទិញបានដីដែលមានហុងស៊ុយល្អសាងសង់ភូមិគ្រឹះនេះឡើងភូមិគ្រឹះបុរាណស្រុកឡុងមុខចំហាយមកពីកើតហុងស៊ុយល្អមែនល្អខ្លាំងណាស់ លោកឈិនសរសើរពេកហើយលោកទើបមានកសែភ្នែកល្អ ធានហ៊ូបើគ្មានការក៏មិនមកដែរលោកនិងលោកឈិនមានអ្វីត្រូវការខ្ញុំជួយប្រាប់ខ្ញុំមកចុះណាល្បីយូរហើយគូឡាវចូលចិត្តសន្សំរបស់ដែលមានតម្លៃពួកខ្ញុំមកថ្ងៃនេះចង់ឲ្យគូឡាវជួយមើលថាមានថ្លើមពោះពាន់ឆ្នាំដែរទេថ្លើមពោះពាន់ឆ្នាំ គូឡាវទុកចិត្តចុះព្រោះខ្ញុំមិនយករបស់ទេឲ្យតែគូឡាវហាមាត់ខ្ញុំមិនតថ្លៃឡើយ ធានហ៊ូលោកនិយាយអីហ្នឹងឲ្យតែខ្ញុំមានលោកយកតិចចុះនិយាយរឿងលុយគឺចាស់កម្រិលណាស់ គូឡាវនិយាយត្រូវ ជាថ្នាំមានប្រសិទ្ធភាពជាបាបភ្នែកជាថ្នាំកម្រនៅលើលោកម្យ៉ាងទៀតវាកន្លងផុតទៅរាប់ពាន់ឆ្នាំហើយពិតជាកម្រឃើញណាស់មិនលាក់បាំងនោះទេរបស់នេះបាត់ដំណឹងយូរមកហើយប៉ុន្តែបើចង់រករបស់នេះយុទ្ធសិលប្រហែលជាអាចទៅរួចខ្ញុំអាចសួរឲ្យលោកឈិនបានមិនអីនោះទេណាអញ្ចឹងអរគុណគូឡាវហើយលោកឈិនគួរសមហើយគូឡាវសុំសួរថាកៅអីនេះដែលលោកអង្គុយបានមកពីណាកៅអីនេះគឺខ្ញុំចំណាយលុយទិញមកពីបរទេសឬថារាជបុត្រនេះធ្លាប់អង្គុយជាកៅអីនេះពិតលោកឈិនក៏មើលដឹងដែរកៅអីនេះមិនធម្មតានោះទេណាសុំទោសផងខ្ញុំនិយាយត្រង់ហើយលោកបញ្ញាប់ដុតកៅអីនេះចោលទៅមិនអញ្ចឹងរក្សាជីវិតមិនគង់ទេលោកនិយាយថាម៉េចនឹងនៅក្មេងសោះហ៊ាននិយាយផ្ដេសផ្ដាស់បែបហ្នឹងលោកដាក់មកដល់សារខ្ញុំស្លាប់មែនទេអល់អិតបើកុំទៅយល់ដល់មុខធានហ៊ូឯងចូលភូមិគ្រឹះនេះមិនបានផងបើឯងហ៊ាននិយាយផ្ដេសផ្ដាស់ទៀតយើងឲ្យឯងចេញពីភូមិគ្រឹះនេះមិនបានទេគូឡាវកុំខឹងលោកឈិននិយាយបែបហ្នឹងប្រកាសជាមានមូលហេតុលោកឈិនគូឡាវមិនមែនជាអ្នកក្រៅទេបើលោកឃើញអ្វីមិនល្អកុំលាក់បាំងអី ថ្ងៃនេះបើឯងនិយាយចេញមកចប់ត្រឹមនឹងចុះបើឯងនិយាយហេតុផលមិនចេញអ្នកណាក៏ការពារឯងមិនបានដែរណោះមិនខុសទេកៅនេះជារបស់រាជបុត្រនេះពិតមែនចំហាយអ្នកគំនុំនៅលើនឹងខ្លាំងពេកបើខ្ញុំទេមិនខុសទេពីមុនមានរាជបុត្រនេះម្នាក់ស្លាប់នៅលើកៅអីនេះមិនអញ្ចឹងមិនមានចំហាយគំនុំខ្លាំងបែបនេះទេមិនអាចទេគូឡាវលោកដល់ពេលនេះមិនត្រូវគំនុំនេះប៉ះត្រូវគឺដោយសារហុងស៊ុយភូមិគ្រឹះនេះល្អអាចបង្ក្រាបចំហាយគំនុំនេះមកដល់អសន្នបានប៉ុន្តែក្បាលនេះនៅលើកៅអីនេះនៅតែមានចំហាយគំនុំជាប់មិនយូរប្រហែលទេនឹងប៉ះពាល់ដល់លោកជាមិនខាននោះទេក្បាលនេះឡើងខ្មៅដោយសារតែអាយុកាលយូរទើបបណ្ដាខ្មៅបែបនឹងចំហាយគំនុំស្អីឯងកុំនិយាយផ្ដេសផ្ដាស់ណាព្រោះអីគូឡាវលោកមិនជឿក៏ហិចតិចចុះដើមឡើយយល់ដល់លោកជួយរកថ្លើមពោះពាន់ឆ្នាំឲ្យខ្ញុំចង់ជួយលោកស្មានមិនអមបំណងល្អត្រូវឆ្កែស៊ីសោះខែនេះរាល់យប់សបិនអាក្រក់ឃើញពោះរំខ្លួនថប់ដង្ហើមដល់ភ្ញាក់ពិតប្រកបទេឈប់សិនមិនខ្ញុំនិយាយត្រូវមែនទេលោកឈិនលោកត្រូវតែជួយខ្ញុំផងណាលោកត្រូវតែជួយខ្ញុំលោកជាសពឃើញពោះគឺមិនអាមកពីនេះប្រមាណក្បាលនៅលើកៅអីនេះពោះវាមានចំហាយគំនុំជាប់ខ្លួនសំឡាងដែលមិនតាន់ប្រែទៅជាពោះខ្មៅបើបែបនឹងមែននោះខ្លាចតែតឡជាងសានក៏ជួយលោកមិនបានដែរអញ្ចឹងខ្ញុំគួរធ្វើយ៉ាងម៉េចទៅបើចង់រស់ត្រូវតែដុតកៅអីនេះចោលមិនអាចប្រើភ្លើងធម្មតាដុតទេត្រូវប្រើกระดาษលុយបោជានេះយកមកដុតទៅបានលោកឈិនមិនដុតបានទេក្រៅពីដុតចោលមិនមានវិធីផ្សេងទីមែនទេដើម្បីកៅអីនេះខ្ញុំចំណាយនឹងឈាមអស់កន្លះជីវិតណារំជួបបាយផ្សេងទៅបានហើយបងសាបចំហាយគំនុំនៅលើកៅអីនេះសិនចាំកំតិចនេះប្រហែលក្បាលនេះចោលកៅអីនេះនឹងអាចទុកបានហើយលោកឈិនលោកឆាប់ជួយខ្ញុំផងទៅហើយđâyបានជាខ្ញុំត្រូវជួយមិញនេះក្រែងលោកនិយាយថាខ្ញុំនិយាយផ្ដេសផ្ដាស់លោកឈិនខ្ញុំមិនស្គាល់ល្អអាក្រក់ខ្ញុំប៉ះពាល់លោកហើយឲ្យខ្ញុំសុំទោសផងណាខ្ញុំសុំទោសពិតមែនគូឡាវមិនបានទេដែរលោកឲ្យខ្ញុំចំណេញហើយមិញនេះមានអបតហេតុតិចតួចគ្រប់គ្នាខ្ញុំនឿយហត់ហើយខ្ញុំចង់សម្រាកប៉ុន្តែខ្ញុំផ្ដាំមួយម៉ាត់គ្រប់គ្នានៅហុងឆឹងសុទ្ធតែជាអ្នកធំដៃម្ខាងបាំងមីកពិធីជប់លៀងលើកនេះអញ្ជើញលោកឈិនសង្ឃឹមគ្រប់គ្នាយកជល់ដល់មុខខ្ញុំជួយមើលថែផងណាគូឡាវសម្ដីធ្ងន់ហើយលោកឈិនសមត្ថភាពមិនធម្មតាថ្ងៃក្រោយជួយមើលថែពួកខ្ញុំផងសម្អាងលើកាតនីគាមួយសន្លឹកធ្វើឲ្យបាក់ឆឹងឡងរបួសធ្ងន់លោកឈិនកំទៅអីបង្រៀនក្បាច់កូនពួកខ្ញុំផងមានឱកាសខ្ញុំនឹងបង្រៀនប៉ុន្តែថ្ងៃនេះប៉ាម៉ាក់នៅចាំនៅផ្ទះខ្ញុំទៅសិនហើយលោកឈិនកុំទៅប៉ាម៉ាក់ប៉ា
លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅបានបាត់ទូរស័ព្ទ មិនស្រួលហើយមានរឿងទៅដឹងប៉ាម៉ាអ្នកទាំងពីរទៅណានឹងមិនក៏មិនលើកទូរស័ព្ទ ទៅទទួលមីងវាងរបស់ឯង ឈិន អេ ពី មីងបាំងនេះមីងធ្វើអីនឹងឆាប់ក្រោកឡើងមក ឮថាឯងរីកចម្រើនហើយមីងសុំវល់ឯងជួយហានផងណាក្មួយក ូនស្រីមីងពួកខ្ញុំធំឡើងជាមួយគ្នាហាន់យ៉ាងម៉េចហើយ មីងសង្ស័យថានាងត្រូវបង្ខំឲ្យលក់ខ្លួន ថាម៉េច មីងបាំងមីងយល់ច្រឡំនឹងហាន់ហើយ ឆ្នាំទៅមីងពិនិត្យឃើញមានជំងឺកលៀនព្យាបាលត្រូវការលុយច្រើនណាស់ហានរាល់ថ្ងៃយប់មិនមកវិញទេចេញទៅរកលុយគេនាំគ្នានិយាយថាថ្លៃព្យាបាលគឺមីងបានមកពីហានទៅលក់ខ្លួនណាក្មួយ ធ្វើបាបគេពេកហើយមីងបាំងទុកចិត្តចុះរឿងហាន់ទៅខ្ញុំហាន់ថ្មនេះណា ដូចជាកន្លែងឈ្មោះបាហ្វឹកជា ល្អណាស់មីងខ្ញុំទៅភ្លាម ឆាប់ចុះមកភ្ញៀវចាំយូរហើយបងយានខ្ញុំដូចជាខ្លាចអាយ៉ាបងមិនកុហកឯងទេឆាប់ចុះមក ហាន់តាហាន់ធ្វើការងារបែបនឹងមែនមិនអីទេខ្ញុំត្រូវជួយនាង ហានម្ចាស់លុយស្រឡាញ់ប្រភេទដូចនាងពេលលេងរួចហើយស្អីក៏មានដែរបងយានខ្ញុំគ្រាន់តែជាអ្នករំម្នាក់ខ្ញុំមិនកំដរផឹកស្រាទេណាកុំទុកមុខឲ្យហើយមិនយកមិនស្ដាប់តាមការងារអ្នករំរបស់នាងក៏ការពារមិនបានហាងពួកយើងក៏ការពារមិនបានដែរជាអ្នកធំមែនទេចូលទៅឯងនឹងដឹងហើយបងហាវចាំយូរហើយអីបងមើលទៅនេះទើបមកថ្មីមើលរូបរាងទៅយ៉ាងម៉េចដែរ មិនធ្លាប់ទទួលភ្ញៀវទេហ៎ មិនធ្លាប់ទេលើកទី1សិតតែទុកឲ្យបងខ្ញុំមិនអាចឲ្យនេះទទួលភ្ញៀវ បាន ទៅ ចេញទៅកុំរំខានយើងធ្វើការត្រឹមត្រូវ ហានឲ្យឆ្លាតបន្តិចបំរើបងហើយបានល្អណាទៅ អង្គុយត្រង់នេះមកយើងមិនស៊ីមនុស្សទេ បងហើយខ្ញុំអត់ទៅ អត់ ទេ ទេហ៎យើងប្រាប់នាងមកអង្គុយត្រង់នេះមកនេះលឺអត់យើងឲ្យនាងមកនេះអង្គុយត្រង់នេះឆាប់ឡើងចង់បង្ខំឲ្យយើងខឹងមែនទេហ៎ មកផឹកកំដរយើងមើលកែវទៅ បងហើយខ្ញុំមិនចេះផឹក អាយ ស្រាទេ នៅមិនតន់ចេះផឹកស្រាទេងាយខ្លាំងណាស់យប់នេះពេលផឹករួចថ្ងៃក្រោយនឹងចេះផឹកហើយណាយើងឮថាបងយានប្រាប់ថាថ្មីនេះនាងខ្វះលុយណាស់យើងប្រាប់នាងយើងអ្វីផ្សេងមានមិនច្រើនតែយើងមានលុយ បើនាងបំរើយើងបានល្អ100,000នេះជារបស់នាងហើយណាយ៉ាងមិនដែរ មាន100,000នេះជំងឺម៉ាក់ខ្ញុំមានសង្ឃឹមហើយមិនបានទេបើចង់100,000នេះមែនបកក្រោយលែងបានហើយ បើកមើលទៅលុយសុទ្ធ100,000លុយមិននិយាយកុហកទេលើកនេះសบายចិត្តហើយឬនៅហ៎ មកនេះនាងថាលុយតិចមែនទេយើងប្រាប់នាងបំរើយើងរួចយើងនឹងទិញ Ferrari ឲ្យនាងយ៉ាងមិនដែរលើកនេះបានហើយនៅ បងហើយខ្ញុំធ្វើទៅមិនរួចទេចង់ល្អបងរកអ្នកផ្សេងទៅ ធ្វើមិនបានទុកយើងជាអ្នកធ្វើយើងប្រាប់នាងមិនអីទេបន្តិចទៀតរួចហើយមានអារម្មណ៍ថាវិលមុខមែនទេយើងប្រាប់នាងអ្នកដែលផឹកស្រាយយើងហើយមិនដែលមាននរណារត់រួចពីដៃយើងទេជាពិសេសស្រីដែលយើងសម្លឹងឃើញបន្តិចទៀតរួចហើយមិនអីទេ ខ្ញុំមិនយកទេខ្ញុំពិតជាមិនអាចមែន ឈប់ភ្លាម អាចចង្រៃមកពីណាហ៊ានបំផ្លាញរឿងល្អរបស់យើងមើលទៅអាចចង់ស្លាប់ហើយ អ្នកចង់ស្លាប់នោះគឺឯងហាន់មិនអីទេ បងឆិន មានរឿងអី ស្ដាប់ខ្ញុំបកស្រាយសិនវាមិនមែនដូចជាបងគិតទេ ពួកឯងមានគេមកលោកហើយហើយគេឲ្យខ្ទេចបោះឲ្យឆ្កែស៊ីទៅ បងហាហ៊ានបង្ករឿងនៅទីនេះហ៎កាប់គេទៅ ហ
ដល់វេនពួកឯងទាំងពីរនាក់ហើយ នេះឯងធ្វើអីយើងប្រាប់ឯងបាទនេះគឺលោកម្ចាស់នៅសំណាក់ GE អ្នកកាន់កាប់ឯងប្រកែកវាយបានការស្អីឯងហ៊ានប៉ះពាល់គាត់ទេ មិនហ៊ានប៉ះពាល់ទេលីងធិនហ៊ូលោកតាមធំខ្លាំងណាស់ ខ្ញុំបានមិនហ៊ានទេលោកឈិនមានរឿងអីកើតឡើងទៀតហើយ លោកមិនឲ្យកូនចៅបង្ខំគេលក់ខ្លួននៅមានរឿងអីដែលមិនហ៊ានធ្វើទៀតទៅ នេះមិនមែនជាទង្វើសំណាក់ GE ទេលោកឈិនពេលនេះលោកណែណា នៅបាហ្វឹងយៈ ឡរឿងនេះខ្ញុំមិនដោះស្រាយ ឯងមិនទទួលទេចាំមើលលីងធិនហ៊ូមកឯងព្រមទទួលដែរទេនឹងមិនអីទេ បងឈិនភីង និយាយទូរស័ព្ទជាមួយលោកម្ចាស់ខ្លាមែនទេនេះមិននឹងអាចទៅលោកម្ចាស់ខ្លាជាអ្នកណាជាស្ដេចដល់ហុងឈឹងអ្នកណាហ៊ាននិយាយដាក់លោកម្ចាស់ខ្លាបែបហ្នឹង ខ្ញុំមើលតែគេប្រកាសជាធ្វើពុតដល់ឈួតហើយ យើងមើលទៅឯងកុំធ្វើឈួតដល់ទីនេះលោកម្ចាស់ខ្លាមានឋានៈជាស្អីស្គាល់សម្រាប់ដូចជាឯងដែរឆាប់នាំស្រីបាយចេញភ្លាមទៅ 5 4 3 2 បើត្រូវលាទាត់ត្រូវហើយដឹងប្រាប់ឯងចុះដែលណាយើងទូរស័ព្ទលោកម្ចាស់ខ្លាអាឡូលោកម្ចាស់ខ្លាគឺខ្ញុំឯងហ៊ានប្រើឈ្មោះសម្រាប់ GE យើងលោកលេងកូនស្រីគេហើយដែលហ៊ានប៉ះពាល់លោកឈិនទៀតអូទេលោកម្ចាស់ខ្លារឿងនេះស្ដាប់ខ្ញុំបោះស្រាយសិនខ្ញុំគ្មានអីត្រូវបោះស្រាយទេសម្ដេច GE យើងថ្ងៃនេះបានតែជន់បាសផងយាឈ្មោះលេងធានហ៊ូយើងទៅសេបញ្ច្រាស់បិទហើយលោកបងឈិនលោកម្ចាស់ឈិនសុំបងទុកជីវិតឲ្យខ្ញុំផងខ្ញុំជូតស្បែកជើងឲ្យលោកជូតស្បែកជើងឲ្យលោកជូតឲ្យស្អាតសុំបងលោកលើលែខ្ញុំម្ដងទៅមនុស្សនៅក្នុងហុងឈឹងសុទ្ធតែដឹងពីចរិតលោកម្ចាស់ខ្លាខ្ញុំប្រកាសជាសោកគ្មានសាកសោ សុំបងឯងធ្វើរឿងគ្មានគុណធម៌ច្រើនណាស់នៅចង់រស់ទៀតយើងដាស់តឿនឯងទៅទៅផ្ទះឲ្យទទួលសពទៅ អាយអើយកុំអី បងឈិនភីងថ្ងៃនេះអរគុណបង មិន ហើ បាច់ យ គួរសមទេនេះជាអ្វីដែលខ្ញុំគួរធ្វើប៉ុន្តែ បងឈិនភីងទុកថាខ្ញុំវល់បងចោះរឿងថ្ងៃនេះកុំប្រាប់ម៉ាក់ខ្ញុំអី ខ្ញុំអាចជួយរក្សាកំបាំងឲ្យនាងបានតែនាងត្រូវប្រាប់ខ្ញុំតាមត្រង់រឿងនេះយ៉ាងម៉េចវិញ ខ្ញុំជំពាក់ពួកចុងការ 100,000 ថាម៉េចនេះចង់ការ 100,000 មិនមែនតិចតួចទេមិនបានចម្ពាក់គេច្រើនយ៉ាងនេះ ម៉ាក់ខ្ញុំមានជំងឺកលៀនធ្ងន់ធ្ងរក្នុងផ្ទះគ្មានលុយទេតែប្រាប់ថាបើប្រមូលថ្លៃដេកពេទ្យមិនគ្រប់ទេនឹងបញ្ឈប់ការព្យាបាលខ្ញុំគ្មានមធ្យោបាយទើបតែខ្ចីពួកចុងការដើមឡើយគិតថាប្រមូលគ្រប់ដេកពេទ្យនឹងឈប់ធ្វើហើយតែការប្រាក់ពួកគេកាន់តែយូរកាន់តែច្រើនខ្ញុំសងមិនរួចទេពួកគេក៏ចាប់ផ្ដើមបង្ខំខ្ញុំ ដឹងថានឹងមិនមែនមនុស្សបែបនឹងទេ បងឈិនភេងបងជឿខ្ញុំទៅខ្ញុំស្បត់រឿងបែបហ្នឹងម្ដងក៏ខ្ញុំមិនដែលធ្វើដែរបងជឿខ្ញុំទៅ អញ្ចឹងចុះ 100,000 នេះខ្ញុំជឿរកមកជួបបាយឲ្យនាង បងឈិនភេងខ្ញុំដឹងថាបងចង់ជួយខ្ញុំដែលចិត្តស្មោះតែបងទៅតែចេញពីគុកសំបីការងារមួយក៏គ្មានលុយមកពីណាច្រើនយ៉ាងហ្នឹងទៅ មិនបាច់ខ្វល់ទេ លោកឈិនជាបាននាំមនុស្សទៅកំទេចបាសហ្វឹងយាហើយឆ្កែញីឈ្មោះមកគូនោះបោះចូលទៅសមុទ្រឲ្យត្រីស៊ីហើយ ដឹងហើយគ្រប់គ្រងកូនចៅលោកឲ្យល្អថ្ងៃក្រោយកុំឲ្យខ្ញុំឃើញអញ្ចឹងទៀតណា បងឈិនភេងក្រែងបងថាទៅផ្ទះវិញហ៎នេះផ្ទះបងហ៎ មិត្តម្នាក់ឲ្យខ្ចីបើត្រូវការនោះនាងក៏មិននៅបានដែរក្នុងនេះមានបន្ទប់ច្រើនណាស់ប៉ាម៉ាក់ចង់មកវិញហើយ ភីងមិនក៏មកវិញជប់ម្លេះម៉ាក់បារម្ភចង់ស្លាប់ទៅហើយ ហាន យាយប៉ែភីងនាំហានមកវិញដែរ កូននេះឯងទៅរកហានមិនក៏មិនប្រាប់យើង ខ្ញុំនឹងហានគ្រាន់តែញ៉ាំបាយគ្មានរឿងអីទេកុំបារម្ភអី អញ្ចឹងហាននាង ម៉ាយប់ហើយពួកយើងក៏រំខានអ៊ំឈិនអីមានរឿងអីចាំទៅវិញចាំនិយាយគ្នាអ៊ំប្រុសអ៊ំស្រីបងឈិនភេងថ្ងៃនេះរំខានអ្នកទាំងអស់គ្នាហើយខ្ញុំនឹងម៉ាក់ទៅវិញសិនហើយ បានពួកឯងតាមផ្លូវប្រយ័ត្ន អត់ដែរខ្ញុំទៅបន្ទប់សម្រាប់ ហើយឈប់សិនឈិនភីងប៉ាយល់ថាឯងនៅផ្ទះសម្រាប់យូរហើយដែរប៉ារកការងារឲ្យឯងមួយឯងឆាប់ត្រៀមខ្លួន បាទ ទៅ ខ្ញុំមានរឿងត្រូវធ្វើទៀត ឯងអាចមានរឿងស្អីទៅឯងដែលចង់ប៉ោឡាយរាល់ថ្ងៃអញ្ចឹងហ៎យល់មកឯងមិនអាចចិញ្ចឹមឯងអស់មួយជីវិតទេ ការងារនេះគឺប៉ាឯងយកមុខទៅវល់គេឯងត្រូវយល់ពីទុកលំបាកប៉ាម៉ាក់ផងឯងទើបចេញពីគុកការងារនឹងណមួយគឺខ្លាំងជាងស្អីទាំងអស់ ហានមិនបានចាំនៅផ្ទះ បងឈិនភេងពួកចង់ការប្រាក់នោះចង់មករកខ្ញុំខ្លាចម៉ាក់ដឹងណា មិនអីទេមានខ្ញុំនៅហើយណា មិនស្រួលហើយគឺពួកគេ ហានាងឡើតជាពាក់លុយយើងចង់រត់គេចថ្ងៃនេះបើនាងមិនសងលុយទៀតយើងនឹងលក់នាងទៅបនស្រីហើយ លោកបងទុកពេលឲ្យខ្ញុំប្រហែលថ្ងៃទៀតទៅបានទេ2ថ្ងៃទៀតខ្ញុំប្រកាសជាស ទុក ង ពេលហ៎មានផ្លូវទេបើសងលុយមិនរួចទេអញ្ចឹងសាច់អញ្ចឹងសាច់ នាងជាភ័ក្រប្រមាណ អាឡិតឯងសងរួចដែរហ៎ឯងដឹងថានាងជាពាក់យើងប្រហែលដែរទេ 100,000 តើ 100,000
យល់សពទៅ លោកបងអាទិត្យមុនបងប្រាប់ខ្ញុំតល់មាត់ឲ្យតែខ្ញុំសង100,000ពួកយើងនឹងរួចគ្នា អាទិត្យមុនគឺអាទិត្យមុននាងខ្ចីលុយមិនសងការប្រាក់ទេហ៎ពេលនេះយើងត្រូវការ500,000ខ្វះ1សេនក៏មិនបាន 500,000 500,000និយាយយកជាការណា បងឆិនភេងបងមានលុយច្រើនបែបហ្នឹងមកពីណា អាឡិតអួតអ្នកណាក៏ចេះដែរតែបើយើងដឹងថាឯងកុហកយើងនឹងកំតិចឯង ឈិនភីងយើងតាំងពីដើមមកនិយាយគឺយកជាការថ្ងៃនេះទៅធនាគារយកលុយជាមួយយើងគឺបានហើយ ល្អយើងជឿឯងម្ដងទៅធនាគារទៅយើង សួស្ដីលោកមានអ្វីឲ្យខ្ញុំបម្រើទេ ខ្ញុំត្រូវការដកលុយ បានលោកដកលុយអាចទៅដកនៅទូ ATM បានបែបហ្នឹងមិនបាច់តម្រង់ជួត ខ្ញុំ ទេ ដកលុយរឿងច្រើនបន្តិចទូ ATM ប្រហែលដកមិនចេញនោះទេ សុំសួរលោកដកប្រមាណដែរ 500,000 យ៉នេះឆិនភេងតាស្គាល់ខ្ញុំដែរទេ នាងគឺ ខ្ញុំមកតង់មីមករួមថ្នាក់ចាស់លេងចាំហើយហី អូមកតង់មីឯងខ្ញុំចាំបានហើយប្រហែលឆ្នាំនេះនាងយ៉ាងម៉េចដែរ ខ្ញុំរស់មិនស្រួលដូចលោកទេចាំម៉េចចាញ់ពីគុករស់នៅទម្លាប់ដែរទេ ទ ណា ម្លាប់មិនបាច់ឲ្យនាងបារម្ភទេ ឆិនភេងប្រហែលឆ្នាំនេះលោកនៅក្នុងគុករៀនល្អមិនចេះតែរៀនមាត់រឹងមែនទេ តង់មីមិនបានជានាងត្រឡប់មកហុងឆឹងវិញឬថានាងរៀនដល់អនុវិទ្យាល័យក៏ឈប់រៀន ឆិនភេងលោកមើងងាយអ្នកណាហ្នឹងខ្ញុំប្រឡងជាប់អនុវិទ្យាល័យឈប់រៀនក៏គ្រាន់បើជាងលោកចប់មហាវិទ្យាល័យចូលគុកដែរឃើញហើយនៅមិត្តប្រុសខ្ញុំជាថៅកែក្រុមហ៊ុនឡើងទីផ្សារថ្ងៃនេះខ្ញុំមកធនាគារធ្វើការថ្ងៃក្រោយទ្រព្យសម្បត្តិពាន់លានរបស់គាត់គឺខ្ញុំជាអ្នកគ្រប់គ្រង អូអបអរផងតង់មីរកបានមិត្តប្រុសជាអ្នកមាន លោកឈិនខ្ញុំសុំណែនាំបន្តិចធនាគារយើងដកលុយលើសពី50,000ត្រូវការណាត់ទុកមុនលោកមានណាត់ទុកដែរទេ ខ្ញុំត្រូវការលុយប្រញាប់អត់បានណាត់ទេខ្ញុំមានលុយ100លានខ្ញុំរំខាននាងដកឲ្យខ្ញុំ500,000ផងប្រញាប់ខ្លាំងណាស់ 100លានឆិនភេងលោកគ្រាន់តែជាអ្នកទោសអត់ឃ្លានចាំតែស្លាប់ម្នាក់មាន100លានមកពីណាទៅមិនធ្វើពុតស្លាប់ទេហ៎លោកនេះជាច្បាប់ធនាគារពួកខ្ញុំទោះជាមាន1000លានក៏មិនបានដែរ មែន គឺជាការជីជីងឡុង មែន គឺជាការជីជីងឡុងលោកសុំរងចាំមួយផ្លែតខ្ញុំទៅសុំការណែនាំពីប្រធានធនាគារសិនឆិនភេងលោកពិតជាមាន100 ខ្ញុំ លាន មាន មែន 100លានឬអត់តាក់ទងនឹងនាង អ៊ុតលោកបន្តិចក៏ឡើងចាងហើយហីខ្ញុំប្រាប់លោកបន្លំកាត់ធនាគារគឺខុសច្បាប់មុនក្រៅគង់តែចូលគុកវិញទេអ្នកទោសដូចលោកមានលុយស្អីទៅកុំស្មានតែខ្ញុំមិនដឹងណាប៉ាលោកពេលនេះនៅខាងក្រៅបោះសម្រាប់តាមថ្ម លោក ទេ សួស្ដីខ្ញុំជាប្រធានធនាគារសូមសួរថាមានអ្វីឲ្យខ្ញុំជួយ ខ្ញុំ ដែរ ច ទេ ង់ដកលុយ500,000អត់មានណាត់មុនដកបានដែរទេ ហ៎ការជឿជីងឡុងហ៎បានលោកជាភ្ញៀវពិសេសមិនចាំបាច់ណាត់ទេ អេពួកលោកយល់ខុសទេដឹងគេជាអ្នកទោសទើបចេញពីគុកមិនអញមានលុយច្រើនបែបហ្នឹងទៅបើអញ្ចឹងពេលនេះខ្ញុំចង់ដក100,000ដែរ សូមទោសគ្មានការណាត់ទុកមុនមិនអាចដកបានទេសូមអ្នកនាងទៅតម្រង់ជួរខាងនោះទៅ នេះធនាគារពួកលោកស្អីហ្នឹងខ្ញុំចង់ប្តឹងពួកលោកសំអាងអីគេមិនបាច់ណាត់ក៏បាននោះ លោកម្នាក់នេះប្រើកាតជឿជីងឡុងមិនបាច់ណាត់ជួបខ្ញុំបម្រើសេវាកម្មដោយផ្ទាល់នាងជាភ្ញៀវធម្មតាសមនឹងប្រៀបជាមួយលោកម្នាក់នេះដែរ ដូចគេហ្នឹងឯងអ្នកទោសម្នាក់ជាភ្ញៀវ VIP របស់ពួកលោក លោកមិនច្រឡំទេដឹងអី ការ VIP របស់លោកម្នាក់នេះគឺគ្រួសារស៊ូអ្នកមានជាងគេនៅហុងឆឹងជាអ្នកធ្វើនាងយល់ថាអាចប្រៀបជាមួយគ្រួសារស៊ូបានទេ អេលោកប្រធានគេជាអ្នកទោសម្នាក់មិនអាចមានតាក់ទងជាមួយគ្រួសារស៊ូពួកលោកស៊ើបច្បាស់ហើយនៅហ្នឹង យឺធនាគារហុងឆឹងស្គាល់តែកាតមិនស្គាល់មនុស្សសន្តិសុខចាប់ស្រីម្នាក់នេះចេញទៅ នេះលោកនេះ សូមទោសផងលោកពួកយើងទៅបន្ទប់ VIP និយាយគ្នាទៅសូមអញ្ជើញ ពួកលោកធ្វើបាបភ្ញៀវពេលនេះខ្ញុំទៅប្តឹងពួកលោកហើយអូយតើរឿងវាយ៉ាងម៉េចវិញឆិនភីអ្នកក្រម្នាក់នោះមិននឹងអាចមានទំនាក់ទំនងនឹងគ្រួសារស៊ូទៅ នេះជាបងតង់មិញតើហេចាយដល់ម្លេះបានជួបបននៅទីនេះ កាំងជើលោកនៅទីនេះធ្វើអីលោកមិនទទួលលុយ ម្លេះ ទេ ពាក់លុយពួកខ្ញុំបន្ទាប់មកប្រាប់ថាមកទីនេះដកលុយនេះខ្លាចគេរត់បាត់ក៏តាមមកមើល បានអញ្ចឹងពួកលោកទៅធ្វើការចុះមានពេលទំនេរមកផ្ទះផឹក បង ស្រា ធ្វើការចុះ អេកាំងជើអ្នកដែលចម្ពាក់លុយលោកឈ្មោះឆិនភីងមែនទេ ឈិនភីងហ៎ត្រូវគឺឈិនភីងអាឡិតនោះចម្ពាក់លុយពួកខ្ញុំ500,000
ល្អខ្លាំងណាស់ឆិនភីងម្នាក់នេះទីបំផុតខ្ញុំចាប់បានចំណុចខ្សោយគេហើយកាំងជឺហេតុអីគេចម្ពាក់លុយ មិន ពួក មែ លោក នគេចម្ពាក់ពួកខ្ញុំទេមានស្រីម្នាក់ចម្ពាក់លុយចងការពួកខ្ញុំអាឡិតនឹងចេញមុខចង់សងលុយចំនួនស្រីនោះ ប្រាប់រឿងរកស៊ីមួយឲ្យលោកចង់ស្ដាប់អត់ ប្រាប់មក ឆិនភីងអាឡិតនោះពេលនេះនៅក្នុងកាតគេមាន100លានបើគេមានចំណុចខ្សោយក្នុងដៃលោកមិនធ្វើស៊ីមិនបានទេ អាឡិតនោះមានលុយ100លានណាមើលទៅមិនសមជាអ្នកមានលុយសោះ បន្តិចទៀតគេចេញមកចាំមើលទៅនឹងដឹងហើយបើគេពិតជាអាចដកបាន500ម៉ឺនមែនអញ្ចឹងបញ្ជាក់ថាក្នុងកាតគេមានលុយមែនហើយ មានហេតុផលនៅតែជាបងតង់មី 500ម៉ឺនមួយសេនក៏មិនខ្វះដែររាប់ទៅ អាឡិត500ម៉ឺនប្រហែលមិនគ្រប់ ឯ ទេ ងមានន័យថាម៉េចមុននឹងនិយាយឲ្យតើថា500ម៉ឺន គ្មានន័យអីទេពេលនេះទាំងដើមទាំងការ1000ម៉ឺន ឆិនភីងក្រែងក្នុងកាតលោកមាន100លានណែ1000ម៉ឺននិយាយចំពោះលោកគ្រាន់តែជាកំតិចលុយប៉ុណ្ ខ្ញុំ ណោះ និយាយម្ដងទៀត500ម៉ឺននេះបើពួកឯងមិនយកអញ្ចឹងមិនមែនជារបស់ពួកឯងទេ អាឡិតលុយនេះពេលនេះជារបស់យើងហើយបើមិនលែងដៃក៏មិនទៅថាយើងមិនគួរសម ចង់ស្លាប់ហើយ អាយ៉ាអាចក្រៃអាចក្រៃអើយទុកមកឯងចុះ កាំងជឺវាយគេទៅវាយគេឲ្យស្លាប់ អាឡិតកុំធ្វើរឿងដាច់ដាច់ពេកនៅពីក្រោយយើងគឺបាក់ឆឹងឡុងបីប៉ាពួកយើងគឺហុងសឺហើយ ការពិតកូនចៅហុងសឺហើយសុះ ហេយ៉ាងម៉េចខ្លាចហើយហ៎ គិតទុកជីវិតឲ្យឯងតែបើឯងជាកូនចៅរបស់ហុងសឹងហើយអញ្ចឹងមិនបាច់ទេ លោកកុំចោលមក វានាងនាំតែប្រឡាក់ដៃយើងទេ បងឆិនទីបំផុតបងមកវិញហើយ ឆិនភីងថ្ងៃនេះមិនតែក្រៅផ្ដេសផ្ដាស់ទៀតហើយឯងនឹងទេហានចាំអស់កន្លះថ្ងៃហើ ម៉ាក់ យ មិនអីទេអ៊ំស្រីបងឆិនភីងចាញ់ក្រៅក៏ដោយសារខ្ញុំដែរខ្ញុំមានការចង់និយាយជាមួយបងឆិនភីង ល្អទៅចោះមីងវាងក្មេងពីរនាក់នេះពិតជាធំមែនហើយ បងឆិនភីងពួកប្រមាណអ្នកនោះធ្វើបាបបងទេ គ្មានទេទុកចិត្តចុះពួកគេឈប់មករកនាងទៀតហើយ មែនទេអរគុណបងឲ្យបងឆិនភីង Hello ឆិនភីងពេលនេះបងនៅណាខ្ញុំទៅរកបង រកបងឯងមានកាយមែនទេមិនអាចនិយាយតាមទូរស័ព្ទបានទេមែនទេ បងល្ងងមែនឬក៏ធ្វើប៉ាត់ខ្ញុំស្រឡាញ់បង រកបងមានការអីមែនទេមិនអាចនិយាយតាមទូរស័ព្ទបានទេ បងល្ងងមែនឬក៏ធ្វើប៉ាត់ខ្ញុំស្រឡាញ់បង បើមានពេលបងនឹងទៅរកអូនណាឆ្លាតស្ដាប់បង្គាប់ បងឆិនភីងមិត្តស្រីបងមែនទេ មិនអីទេបងមិនចង់និយាយមិនបាញ់និយាយក៏បានរឿងថ្ងៃនេះអរគុណបងហើយបងឆិនភីងចឹងខ្ញុំទៅវិញសិនហើយ អេហាន ទៅណានឹង ខ្ញុំទៅរកហាន រកហានស្អីពេលនេះតែធ្វើការទៅ ប៉ាខ្ញុំដឹងហើយចាំ មិនគេទឿនហើយពេលនេះទៅបង្ហាញខ្លួនទៅមិនចឹងទេកុំមកផ្ទះវិញ លោកគឺឆិនភីង នាងគឺ ខ្ញុំជាអ្នកណាមិនបាច់ខ្វល់ទេបើកុំតែប៉ាលោកមួយថ្ងៃមកក្រាស់មកវល់ប៉ាខ្ញុំខ្ជិលរវល់ជាមួយអ្នកតូចដូចជាលោកណាក្រុមហ៊ុនស៊ីងអ៊ីយើងគឺក្រុមហ៊ុនថាត់ក្រំប្រព័ន្ធស៊ូនៅក្នុងការរកស៊ីក៏ទុកថាមានមុខមាត់ដែរមនុស្សមិនតិចទៀតដណ្ដើមគ្នាចាំមកក្រុមហ៊ុនពួកយើងលោកអាចចូលមកបានជាសំណាងរបស់លោក សម្ ហើយ ព័ន្ធស៊ូនេះជាក្រុមហ៊ុនរបស់អ៊ីឈីនតា លោកសាច់អីមើលរូបរាងអត់កំណត់លោកចោះចូលក្រុមហ៊ុនកំប្រាប់ថាស្គាល់ខ្ញុំណា លបងប៉ះពាល់គេដូចខ្ញុំដែរមែនទេ មិនក៏និយាយបែបហ្នឹង លោកមិនតាន់ដឹងទេហ៎ពួកយើងទាំងពីរអ្នកខែនេះត្រូវទានលុយគេជាពាក់100ម៉ឺនមកវិញបើទានមិនបានទេពួកយើងត្រូវដេញចេញហើយ 100ម៉ឺនច្រើនម្ល៉េះ មែនហើយអ្នកដែលជាពាក់លុយទាំងនេះសុទ្ធតែជាភ្ញៀវដែលពិបាកសំអាងលើពីអ្នកយើងទានមិនបានទេ ទុកចិត្តចុះមានខ្ញុំនៅហើយលុយនឹងទាមមកវិញបានចម្ពាក់លុយក្រុមហ៊ុនគឺចម្ពាក់លុយអ៊ីឈីក៏ចម្ពាក់លុយប្រពន្ធខ្ញុំដែរលុយនេះខ្ញុំត្រូវតែទាមមកវិញលោកថាទៅក្រុមហ៊ុនមានបញ្ជីចម្ពាក់ច្រើនយ៉ាងហ្នឹងអគ្គនាយកគេធ្វើអី បងប្រុសប្រយ័ត្នផងបើគេស្ដាប់ឮហើយរាយការណ៍អញ្ចឹងពិបាកហើយ ធ្ងន់ធ្ងរម្លឹងផងអគ្គនាយកម្នាក់ទុកខ្លួនឯងដូចជាស្ដេចផង ការងារធ្វើរួចនៅខ្សឹបសៀវគ្នាអីឆិនភីងក្រុមហ៊ុនមានច្បាប់បុគ្គលិកទៅចូលថ្មីត្រូវអញ្ជើញគ្រប់គ្នាញ៉ាំបាយលោកត្រៀមបន្តិច ច្បា ដែរ ប់ខ្មោចយកស្អីនាងជាអ្នកកំណត់នឹង ណែលបងឆិនណាក្រុមហ៊ុនយើងមានច្បាប់នឹងមែន
បើបងប៉ះពាល់នាងខ្លាចจะត្រូវគេធ្វើបាបទេ បើមកផ្នែកលក់ហើយត្រូវគោរពច្បាប់ផ្នែកលក់មិនចឹងទេចេញទៅវិញទៅ បងជាយាន សុំទោសផងខ្ញុំគ្មានលុយប៉ៅទេបើលោកចង់ញ៉ាំបាយអាចដកលុយខ្លួនឯងញ៉ាំបានពួកលោកមិនមែនជាអ្នកសុំទានទេចាំបាច់ខ្ញុំប៉ៅបាយធ្វើអី ហេឆិនភីងម្នាក់នេះហួសហេតុពេកហើយសូម្បីមកប្រធានជួយក៏មិនទុកឲ្យដែរ នៅពីក្រោយមានអ្នកខ្លាំងប៉ុណ្ណាហ៊ានទុកពួកយើងជាអ្នកសំទានផងអ្នកណាចង់ស៊ីបាយរបស់គេនោះ ប្រកាសជាមានតំណែងតំណងជាមួយនឹងសៀមម៉ឹងហើយមើលចុះរឿងមនុស្សស្អីហ្នឹង សងស៊ីមឹងមើលនឹងរើសមនុស្សមកចោះនេះ គ្រាន់បើមែនឆិនភីងចាំទៅមើលទៅប្រធានជួយឆិនភីងថ្ងៃនេះមិនទុកមុខឲ្យលោកខាងខ្លាំងមែនតែអត់ចាស់ការគេទេ គួរស្អប់ណាស់លើកនេះលើកលែងឲ្យគេម្ដងខ្ញុំធ្វើជាប្រធានយ៉ាងម៉េច មែនហើយ អេម្នេះមកទូរស័ព្ទទៅឆ្កែឈុនភីងទៅយប់នេះបើគេមិនមកទេថ្លៃចំណាយនៅទីនេះទាំងអស់ឯងជាអ្នកចេញនៅផ្លឹកស្អីទៀតឆាប់ទៅ បងឆិនភីងប្រធានជួយឲ្យខ្ញុំប្រាប់បងឆាប់មក KTV នៅហុងឆឹងអញ្ចឹងមិត្តរួមការងារច្រៀងបើមិនអញ្ចឹងទេពួកគេនឹងយកខ្ញុំបញ្ចេញកំផាំងហើយ ជាងឯងកុំតែសាខ្ញុំត្រង់ឡើយហើយ បងឆិនភីងព្រឹកមិញគឺខ្ញុំមិនល្អខ្ញុំនៅផ្ទះធ្វើគាវណា តែពេលនេះខ្ញុំមានការមិនតាន់ត្រូវចេញក្រៅមិនអញ្ចឹងចេះចោះនឹងទៅជាមួយខ្ញុំទៅគាវនេះយកពួកយើងមកបញ៉ាំជាមួយគ្នាណា ល្អ គេព្រមហើយទាំងអស់គ្នាស្ដាប់ឲ្យបានច្បាស់ណាបន្តិចទៀតឈិនភីងមកដល់ពួកឯងនាំគ្នាមកច្រកគេទៅមកច្រកឲ្យគេស្វឹងលុយរង្វាន់ប្រចាំឆ្នាំគុណនឹង2ណាវើយ អូ ប្រធានជួយមិនឆ្នាំ ប្រធានជួយលោកទុកចិត្តចាស់ខ្ញុំធានាថានឹងធ្វើឲ្យឈិនភីងម្នាក់នោះមកវិញឈរទៅវិញដេក ត្រូវហើយប្រធានជួយលោកទុកចិត្តចោះខ្ញុំធានាធ្វើឲ្យគេផឹករស់ទិសមិនឃើញ ហើយយ៉ាកម្រិតល្អ ប្រធានជួយ ហើយយ៉ាចេញទៅមិនឃើញខ្ញុំរវល់ទេ យកស្រីនៅក្នុងបន្ទប់នេះទាំងអស់ទៅឲ្យយើងនៅបន្ទប់ជាប់នេះយប់នេះកំដរយើងលេង បាទយកស្រីនៅក្នុងបន្ទប់នេះទាំងអស់ទៅឲ្យយើងនៅបន្ទប់ជាប់នេះយប់នេះកំដរយើងលេងបាទ អេនេះជាមិត្តស្រីខ្ញុំណាលោកចង់យកក៏យកអញ្ចឹងមែនទេ យេឡាយើងចង់បានមានអ្នកណាបដិសេធទេ ស្រីស្អាតទៅជាមួយបងទៅបងមានឡាហ្វៃឆ្នាំ82 យ៉ាអើឡើងចាងហើយបែរទេ យ៉ាងម៉េចខ្លាចហើយប្រាប់អញចុះសង្គមនេះតាំងពីដើមមកគ្នាច្រើនធ្វើបាបគ្នាតិចយើងក៏មិនមែនមនុស្សចិត្តចង្អៀតដែរពេលនេះចេញទៅរឿងយើងមិនប្រកាន់ទេចេញទៅ ចាំតែមើលទៅគ្រាន់តែប្រាប់ឈ្មោះមកចាំមើលយើងសម្រាប់ឯងយ៉ាងម៉េច យើងឈ្មោះឈួយចៃយិនចាំឯងនៅទីនេះបញ្ញាប់ទៅប្រមូលគ្នាមក ចឹងហើយចាំមើលបន្តិចទៀតយើងចាត់ការឯងយ៉ាងម៉េចតែប្រធានជួយលយមែនបំភ័យមនុស្សអស់នេះសូម្បីតែផោមក៏មានផោមផង មនុស្សសង្គមស្អីខ្ញុំមើលតែប្រធានជួយយើងទៅជាបងធំ ត្រូវប្រធានជួយលយមែនមកប្រធានជួយខ្ញុំ យប់ ជួ នេះ ប បង លោក ប្អូន មួយ ផឹកឲ្យសប្បាយទៅណាបន្តិចទៀតហើយស្រាថ្លៃប្រហែល10ទៀនមកផឹកទៅ ប្រធានជួយលយមែន ប្រធានជួយមិនឆ្នាំ ប្រធានជួយយកល្អពួកយើងទៅបើគេហៅគ្នាមកមែនអញ្ចឹងពួកយើងចាប់មិនខានទេ សៀមឹងខ្លាចស្អីមានខ្ញុំនៅទៅហើយនឹង ណែប្រធានជួយខ្ញុំឮថា KTV នេះជារបស់ LinkedIn Ho នៅសំណាក់ GE ពួកយើងប្រើដៃយើងនៅទីនេះតើអាច LinkedIn Ho ខ្ញុំស្គាល់ច្បាស់ណាស់ទោះគេមកក៏ទុកមុខឲ្យខ្ញុំដែរ ត្រូវបងជួយស្គាល់លោកម្ចាស់ខ្លាចច្បាស់ណាស់ស្គាល់ច្បាស់ ប្រ ណាស់ ធានជួយមើលមិនដឹងសោះលាក់បានចិត្តមែនស្គាល់គ្នាជាមួយលោកខ្លាទៀត មែនហើយបើស្គាល់លោកម្ចាស់ខ្លះហើយអញ្ចឹងពួកយើងនៅខ្លាចស្អីគេទៀតបើគេហ៊ានមកប្រធានជួយនឹងវាគេឲ្យជ្រុះថ្មិញ មែនហើយឆិនភីងអាកំសាឯងសើស្អីមិញស្រីរបស់ឯងប៊ីតែត្រូវធ្វើបាបឯងសូម្បីតែផោមក៏មិនហ៊ានផោមផង ឈិនភីងខ្ញុំសង្ស័យហើយថាលោកជាមនុស្សប្រុសដែរអត់អេលោកមិនមែនខាងនឹងមិនកើតទេដឹង ថាម៉េចគេហ៊ានមកកយរឿងនឹងកែយើងផង បើដល់លោកតកែខ្ញុំយល់ដល់មុខលោកម្ចាស់ខ្លាទើបមិនហ៊ានចាត់ការ ពេញឈឺហេនភីងពេលនេះស៊ូអ៊ីឈីនៅក្នុងដៃរបស់យើងបើចង់ឲ្យនាងនៅរស់ឯងឆាប់មកតែម្នាក់ឯងមកបានហើយ
បើមិនចឹងទេលទ្ធផលទទួលខ្លួនឯងសេលីបើឯងហ៊ានប៉ះស៊ូអ៊ីឈីតែមួយសរសៃសក់នោះយើងនឹងឲ្យគ្រួសារស៊ឺស្លាប់កំដរឯងសម្ដីថ្លោមមែនប៉ុន្តែស៊ូអ៊ីឈីនៅក្នុងដៃយើងបើឯងមិនមកទេនាងអស់ជីវិតមិនខានទេកុំប៉ះពាល់នាងឆាប់មកយើងគ្មានចិត្តអំណត់ច្រើនទេណាសេលីលោកឈិនខ្ញុំទៅជាមួយលោក ទុកចិត្តចុះខ្ញុំតែម្នាក់គ្រប់គ្រាន់ហើយសម្រាប់ទាំងនេះមិនគួរខ្លាចទេសម្រាប់ឈិនភីងសង្ឃឹមប្រមាណភាគរយគេក្បាលរឹងណាស់ណា សង្ឃឹម10ភាគ មើលទៅឈិនភីងថ្ងៃនេះប្រកាសជាស្លាប់ហើយរៀនវងឡើយជឺក៏មកជួយគេមិនបានដែរកុំនិយាយអត់បានការលេងអ៊ីស៊ីទៅ បងឆិនភីងបងឆាប់ទៅពួកគេមានគ្នាច្រើនណាស់ ពិតជាហ៊ានមកម្នាក់ឯងមែនទេសំជាអ្នកក្លាហានណា ទៅ លេងយ៉ាង ទៅ លេងយ៉ាងបងឆិនភីងឆាប់ អ៊ីឈី ឈិនភីងបាយកំរើកយើងឲ្យនេះស្លាប់ភ្លាម ថ្ងៃនេះបាយមកហើយកុំសង្ឃឹមទៅក្រែងប្រកែកវិញណាស់មិនអញ្ចឹងឯង កាប់គេស្លាប់ទៅ អ្នកក្រដូចជាឯងចាំយើងសម្លាប់ឯងហើយមិនស្រែឯងពេលនេះក៏ខ្លាចជារបស់យើងដែរអូ កាប់គេស្លាប់ទៅ ខានជួបប្រមាណថ្ងៃកម្លាំងរបស់គេគួរឲ្យខ្លាច មេប៉ាហុងសម្លាប់គេទៅសម្លាប់ទៅអ៊ីឈីមិនអីទេ ឈិនភីងបងភីងទុកជីវិតឲ្យខ្ញុំផងខ្ញុំយកទ្រព្យសម្បត្តិទាំងអស់គ្រួសារស៊ីវឲ្យបងទាំងអស់ណាទុកជីវិតឲ្យខ្ញុំផងយើងធ្លាប់ប្រកាសហើយតែឯងធ្វើបាបគេគ្រប់ពេលមិនចេះកែខ្លួនបងឆិនភីងខ្ញុំស្មានថាខ្ញុំលេងបានជួបបងទៀតហើយ មានបងនៅថ្ងៃក្រោយលេងមានអ្នកណាហ៊ានធ្វើបាបអូនទៀតហើយម៉ាក់មើលឃើញដែរទេម៉ាក់ ព្រះជាម្ចាស់ខ្ញុំមើលឃើញហើ អរគុណ យ គូឡាអាចធ្វើឲ្យម្ដាយខ្ញុំមើលឃើញសាច់ជាថ្មីលោកឈិនគួរសំពីហើយគ្រាន់តែជួយគ្នាប៉ុណ្ណោះ កូនប្រុសម៉ាក់មើលឃើញឯងហើយ ម៉ាក់នេះជាថ្ងៃល្អពួកយើងកុំយំអីណា ល្អអ្នកនាងស៊ូអីពិតជាស្រីស្អាតជាងគេមែន អ្នកមីងសរសើរពេកហើយ មីងគួរតែដោហៅថាម៉ាក់ក្មេកទៅ និយាយផ្ដាស់ស្អី ហើយណាហាន ប្រាប់ថាទៅធ្វើការនៅខាងក្រៅ ម៉ាក់ថ្ងៃក្រោយអ៊ីឈីប្រកាសจะឲ្យម៉ាក់រស់ស្រួល ល្អ ខ្ញុំមើលតែហាន់ដោយសារតែឈឺចិត្តពេកទៅប្រកាសជាឲ្យតម្រុយគេហើយ បងទុកហាន់ដោយបងស្រីអញ្ចឹងអូនសម្លាញ់នៅក្នុងចិត្តបងតាំងពីដើមដល់ចប់មានតែអូនទេ អូនក៏ដូចគ្នាស្រឡាញ់តែបង ឈីអ៊ីថ្ងៃនេះឯងស្អាតខ្លាំងណាស់ ប៉ាថ្ងៃនេះខ្ញុំត្រូវឲ្យឈិនភីងមានការភ្ញាក់ផ្អើល ល្អណាស់មានលោកឈិនធ្វើជាកូនប្រសា
ប៉ាថ្ងៃក្រោយចូលនិវត្តន៍ដោយស្ងប់ចិត្តហើយប៉ុន្តែឈីអ៊ីចរិតឯងមិនល្អថ្ងៃក្រោយដាច់ខាតកំខឹងផ្ដេសផ្ដាស់ដាក់លោកឈិនណា ប៉ា មិនស្រួលទេមានរឿងធំហើយ នេះផិតភ័យដូចជាស្អីហើយ លោកម្ចាស់អ្នកនាងលោកឈិនភីងបាត់ខ្លួនហើយ ថាម៉េចបាត់ខ្លួនហើយហ៎ ភូមិគ្រឹះផាន់លំវ័នរស់ហើយនៅ រកហើយសំបីផ្ទះចាយរបស់លោកឈិនភីងក៏រកដែរឪពុកម្ដាយរបស់លោកឈិនភីងក៏មិនដឹងទៅណាដែរ ឲ្យលឿនឆាប់ទៅរកលោកម្ចាស់ខ្លាទៅម្ចាស់សំណាក់ប្រញាប់បែបហ្នឹងចង់ទៅហើយមែនទេ ម្ចាស់សំណាក់ចាស់មុនស្លាប់ប្រាប់ថាខែ7ថ្ងៃ15ក៏សងឡុងមាននិស័យធំលើកនេះដើម្បីវិមានស្ដេចនាគដើម្បីរះក្រោមមេឃត្រូវផ្សងគ្រោះថ្នាក់ម្ដងហើយ តែត្រូវការឲ្យខ្ញុំ ពេលនេះក្បាច់គុណខ្ញុំខ្លាំងហើយមនុស្សធម្មតាធ្វើឲ្យខ្ញុំរបួសមិនបានទេពេលបានសម្រេចខ្ញុំតាក់ទងមកលោកដោយខ្លួនឯងសម្បត្តិនេះរំខានពួកលោកប្រកល់ទៅឲ្យអ៊ីឈីជំនួសខ្ញុំផងពេលខ្ញុំទៅបាត់គ្រួសារស៊ូត្រូវការលោកជួយមើលថែ ទទួលបញ្ជាម្ចាស់សំណាក់ហេតុអីមិនអោយអ្នកនាងស៊ូដាក់ផ្ទាល់ដៃ ដល់ពេលហើយខ្ញុំត្រូវចេញដំណើរហើយ ជូនដំណើរម្ចាស់សំណាក់ជូនដំណើរម្ចាស់សំណាក់